ផ្ដោតទៅលើសាររបស់លោកហ៊ុនសែនរឿងពហិការផលិតផលថៃជានយោបាយស្អំចិត្តប្រជាប្រដ្ឋខ្មែរតែបំផ្លាញជំហរចរចាលោកអ៊ុំសំអានអស់សង្ឃឹមរឿងបានដីពីថៃមកវិញក្រោយស្ដាប់សាររបស់លោកហ៊ុនសែនរឿងមិនប្តឹងថៃពលរដ្ឋខ្មែរក្រៅប្រទេសថាលោកហ៊ុនសែនបោកសុតរឿងកម្ពុជាបានដីវិញដែលថាគឺមានតែច្បាំងឬក៏ចរចាទ្វេភាគីនោះលោកសេងសេរីបបួលលោកហ៊ុនសែនបញ្ចេញសារឲ្យអស់រឿងតំណែងតំណងពុកធរកូនធរលោកហ៊ុនសែនស្នើសុំកំដកហូតផ្ទះដែលសាងសង់សម្រាប់ជនភៀសឹកទោះយកដីសំទោសទោះតែយកដីពីថៃមកវិញបានក៏ដោយទុកផ្ទះនឹងឲ្យប្រជាពលរដ្ឋជនភៀសឹកនឹងដដែលថែមបានមួយខ្នងចឹងទៅរដ្ឋមន្ត្រីទេសចរកម្ពុជាទទួលបានងារថ្មីថាជារដ្ឋមន្ត្រីលិហាលនិងសរុបព្រឹត្តិការណ៍ប្រចាំថ្ងៃបាទប្រអែមខ្មែរសុទ្ធបងប្អូនដោយសារតែប្រអែមបរទេសគ្មានអីប្លែកទៀតទេព្រោះអីរឿងចរចារឿងអីតាក់ទងនឹងអ៊ីរ៉ង់ហ្នឹងទុកមកដុំសិនទៅយើងរវល់តែរឿងអ៊ីរ៉ង់ដោយតាម្នាក់នៅព្រៃវែងរវល់រឿងស្ថានភាពនៅគុយបាអង្គក្នុងឆ្នាំងនោះអស់អាលីងក្នុងទីក្នុងអីហ្នឹងនៅសល់តែមកកំប៉ុងហើយយើងគិតតែខ្វល់តែរឿងស្រុកក្រៅអត់ពិតគិតតែរឿងស្រុកព្រៃវែងយើងដែលស្កកស្រូវឬក៏ជីឡើងថ្លៃស្រូវចុះថោកហ្នឹងបាទឥឡូវនេះគឺរឿងទី1ទៅមុននេះគឺតាក់ទងសាររបស់លោកហ៊ុនសែនរឿងពហិការផលិតផលថៃគឺជានយោបាយស្អំចិត្តប្រជាពលរដ្ឋខ្មែរតែបំផ្លាញជំហរការចរចាហេតុអីបានជាខ្ញុំយករឿងដែលលោកហ៊ុនសែនមកទៀតនិយាយទៀតហើយថ្ងៃនេះខ្ញុំនឹងនិយាយបញ្ចប់តាក់ទងនឹងរឿងបំផ្លាញលោកសេងសេរីផងតាក់ទងនឹងរឿងយកលេសតាមពិតលោកហ៊ុនសែនយកលេសមួយដ៏ធំនៅពេលដែលមិនដឹងតើរកហេតុផលអីដើម្បីចេញសារពយល់ប្រជាពលរដ្ឋឲ្យទាន់អារដូវមិនទាន់ចប់ចូលឆ្នាំមុនឆ្លងឆ្នាំនឹងផងឲ្យវាសមហេតុសមផលទៅគិតទៅដោយរឿងនឹងសំខាន់ជាអាយុជីវិតជាតិចឹងក្នុងការវាយប្រហារលោកសេងសេរីនឹងគឺចឹងយកលេសរឿងវិទ្យុ RFE ដែលផ្សាយថាគាត់លុបសារគាត់ចោលនឹងទៅហើយមានសម្ភាររបស់លោកសេងសេរីផងតនឱកាសហ្នឹងគឺថាដាក់មកកញ្ចប់ហ្នឹងបំផ្លាញគាត់ឲ្យអស់ចឹងទៅយកអាលេសហ្នឹងដើម្បីគាត់បញ្ចេញសារនយោបាយរឿងចរចាជាមួយថៃរឿងពហិការផលិតផលថៃរឿងយុទ្ធសាស្ត្ររបស់កម្ពុជារឿងវិបហាបពប្រឆាំងរឿងឌៀលអ្នកនេះឆ្កែឆ្មារឿងតកតងនឹងការដុតធូបដើម្បីចូលរួមបុណ្យចូលឆ្នាំអីជេរបចោបតិចអាមឹងពេញទឹកពេញដីអីចឹងទៅគឺថាវាធ្វើឲ្យអាភាពសបាយរីរាយចូលឆ្នាំហ្នឹងគឺទៅកពុបអស់លេងមួយផ្លែតនឹងដែរតែយ៉ាងម៉េចអានេះគឺជាចរិតធម្មជាតិរបស់លោកហ៊ុនសែនអញ្ចឹងហើយយើងទៅបន្ទោសគាត់យ៉ាងម៉េចបើគាត់មកតែអញ្ចឹងហើយនឹងបងប្អូនបោះឆ្នោតឲ្យគាត់រាល់តែអាណត្តិហ្នឹងឥឡូវនេះរឿងដែលសំខាន់ដែលខ្ញុំយករឿងនេះមកនិយាយហ្នឹងគឺវាមានរឿងពីរហេតុអីបានជាលោកហ៊ុនសែននិយាយសារតាក់ទងនឹងការធ្វើពហិការផលិតផលថៃទៀតទៅហើយព្រោះអារឿងផលិតតែយើងអត់មានដំណោះស្រាយអីឲ្យប្រសើរជាងនឹងទេឬក៏យ៉ាងម៉េចខ្ញុំយល់ថាប្រជាពលរដ្ឋខ្មែរមកដល់ពេលនេះគឺឈឺចាប់នឹងការឈ្លានពានរបស់ថៃណាស់ឈឺចាប់នឹងការដែលគេយកដីយើងហើយយើងមិនអាចទាគេមកវិញបានអីអញ្ចឹងទៅឃើញរដ្ឋាភិបាលធ្វើដដែលអត់មានសង្ឃឹមបានប៉ុន្តែរដ្ឋាភិបាលហ្នឹងអាចវិធីដែលត្រឹមត្រូវច្រើនយ៉ាងអត់ធ្វើទេមកធ្វើតែរឿងដែលធ្វើឲ្យខ្មែរនិងថៃនឹងឆ្លោះគ្នាគ្មានទីបញ្ចប់ទៅវិញហើយទៅគាត់ប្រាប់ថាអានឹងគឺជាវិធីសម្រាប់ដើម្បីបានដីមកវិញសម្រាប់សុខសន្តិភាពនៃប្រទេសទាំងពីរឥឡូវរឿងសាររបស់លោកហ៊ុនសែនថ្ងៃហ្នឹងអញ្ចឹងគាត់ទៅប្រកបប្រកាសដាក់បដាសារអ្នកទាំងអស់សារហ្នឹងខ្ញុំសម្ដៅទៅលើសារ37នាទីដែលខ្ញុំផ្សាយពីថ្ងៃត្រង់មកហ្នឹងគឺសារដដែលខ្ញុំអត់អាចផ្សាយអស់ព្រោះវាច្រើនពេកគឺគាត់លើកទឹកចិត្តឲ្យប្រជាពលរដ្ឋគ្រប់គ្រងផលិតផលក្នុងស្រុកខ្ញុំពេញចិត្តខ្ញុំពេញចិត្តមែនតើរឿងគ្រប់គ្រងផលិតផលក្នុងស្រុកនេះខ្ញុំថាកុំឲ្យយកអាសង្គ្រាមឬក៏ការឈ្លានពានរបស់ថៃមកធ្វើជាការលេះដើម្បីគ្រប់គ្រងផលិតផលក្នុងស្រុកក្នុងពេលហ្នឹងមិនមែនអញ្ចឹងទេនេះជាភ្លើងចម្បាំងទេការគ្រប់គ្រងផលិតផលក្នុងស្រុកហ្នឹងគឺត្រូវធ្វើយូរហើយតាំងពីមកហើយយូរហ្នឹងគឺគ្រប់គ្រងដោយចិត្តស្មោះលើកទឹកចិត្តឲ្យប្រជាពលរដ្ឋផលិតខ្លួនឯងគ្រប់គ្រងផលិតផលក្នុងស្រុកដើម្បីឲ្យគ្រប់គ្រងផលិតផលក្នុងស្រុកបានមិនមែនចេះតែស្រែកថាឲ្យយកឱកាសនៅពេលដែលចង់បញ្ឆេះកំហឹងឲ្យឆ្លោះគ្នាជាមួយថៃស្អប់ជាតិសាសន៍ស្អប់អាតំណែងគេហ្នឹងហើយយើងយកមកពហិការពេលហ្នឹងហើយយើងគិតថាជារឿងដែលបានប្រយោជន៍ឬក៏ដំដៃតាន់នៅក្តៅទេមិនមែនអញ្ចឹងទេផលិតផលខ្មែរដែលគេអត់គ្រប់គ្រងគឺទី1គឺខ្វះទីផ្សារខ្មែរយើងពីដើមឡើយមកហ្នឹងមិនមែនមិនគ្រប់គ្រងផលិតផលខ្មែរគ្នាឯងទេប៉ុន្តែខ្មែរអត់ផលិតខ្លួនឯងបានច្រើនដោយសារតែការហូរចូលផលិតផលពីបរទេសហ្នឹងវាបាក់ទំនប់ពេកជាពិសេសពីប្រទេសវៀតណាមចូលមកតាំងពីសក្រីផ្ទីស្ពៃក្តោបសាច់ជ្រូកសាច់គោសាច់មាន់ទាផ្សុតមកចប់
គឺថាបាក់ទំនប់ផ្លែឈើបន្លែបកាហ្នឹងគឺថាមកទៅមើលផ្សារដើមកទៅមិនបាច់យកតាណាទៅចាក់ធាដោយសារតែទំនិញផលិតផលទាំងអស់ហ្នឹងវាដឹកមកសម្បើមពេកគេប្រឹងសម្រុកផលិតហើយយើងក៏ផលិតប៉ុន្តែនៅពេលដែលគេផលិតបានច្រើនគឺគេលក់ថោកហើយដល់ពេលគេលក់ថោកយើងណាជីក៏ថ្លៃស្អីក៏ថ្លៃសង្វាក់ផលិតកម្មក៏នេះដល់ពេលទៅប្រកួតប្រជែងអត់ឈ្នះគេបាក់មកយូរកសិករបាក់ទឹកចិត្តអត់ផលិតអត់ធ្វើអីចឹងចាប់ផ្ដើមចំណាក់ស្រុកទៅធ្វើការឲ្យថៃ2លានអ្នកជាងនេះឬដែលយើងចង់លើកផលិតផលស្រុកខ្មែរពលករជាង2លានអ្នកហ្នឹងបើទុកឲ្យមកធ្វើកិច្ចការងារយើងដែលថាពង្រឹងសេដ្ឋកិច្ចយើងគឺអស្ចារ្យមែនតើប៉ុន្តែទៅឯណាបើអត់មានអ្វីដែលគាត់អាចផលិតទៅនឹងគ្រប់គ្រងផលិតផលខ្លួនឯងបានដោយសារតែហូរចូលពីចិនហូរចូលពីថៃពីសិង្ហបុរីពីម៉ាឡេតែយើងអូយមានគេហៅពាណិជ្ជកម្មសេដ្ឋកិច្ចពាណិជ្ជកម្មសេរីអន្តរជាតិអីគេហៅអី World Trade Organization ឬក៏ agreement អីនោះគេហៅកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរជាតិឬពិភពលោកនេះយើងត្រូវហាមឃាត់គេមិនបានទេប៉ុន្តែមិនមែនបានន័យថាយើងហាមឃាត់គេមិនបានយើងអត់អាចទប់ផលិតផលនឹងទាំងអស់បានទេយើងដាក់ពន្ធឲ្យធ្ងន់តែម្ដងដើម្បីឲ្យផលិតផលនឹងនាំចូលមកអត់បានយើងអត់ទៅទប់គេថាឥឡូវខ្ញុំមិនឲ្យចូលមកអញ្ចឹងវាខុសច្បាប់អន្តរជាតិអត់មានតាក់ទងហើយកុំថារដ្ឋាភិបាលល្ងងរដ្ឋាភិបាលកម្ពុជាចាប់មនុស្សដាក់គុកគ្មានទោសកំហុសអីសោះទៅរកបង្កើតច្បាប់អីដើម្បីចាប់គ្នាឯងដាក់គុកបានហេតុអីក៏យើងមិនបង្កើតគោលការណ៍ពន្ធកយពន្ធស្អីហ្នឹងឲ្យខ្លាំងកុំឲ្យគេនាំចូលមកឧទាហរណ៍ថាបើគេនាំសក្រីមកយើងមានសក្រីដាក់ពន្ធសក្រីគេហ្នឹងឲ្យឡើងដល់50-60%មើលមកបើសក្រីវៀតណាមនាំចូលមកស្រុកខ្មែរតើតែលក់$2មួយដុំបានអាចរួចពន្ធបានហើយយើងខ្មែរយើងលក់តែកន្លះ$ទៅយើងដាំបានគេមកទិញផលិតផលខ្មែរវាថោកជាងដល់តែពេលយើងផលិតអត់សូវបានគេហូរចូលមកអញ្ចឹងគេលក់ថោកជន់ពេញទីផ្សារយើងមានតម្លៃឯណាទៅលក់កើតមានទីផ្សារណាហើយនៅពេលដែលប្រជាពលរដ្ឋលក់មិនបានគ្មានទីផ្សារអ្នកណាទៅចង់ធ្វើស្រែស្រូវអ្នកណាទៅចង់ធ្វើចំការអ្នកណាចង់ផលិតខ្លួនឯងហ្នឹងអញ្ចឹងទៅធ្វើខ្ញុំគេនៅថៃទៅហើយនាំគ្នាសម្រុកធ្វើរោងចក្របាន$204ហ្នឹងទៅកម្មកររោងចក្រទាំងអស់នេះ$204ម្នាក់សាកគិតមើលបើសិនជាគាត់នាំគ្នាមកផលិតធ្វើជាកសិកម្មធ្វើជាឧស្សាហកម្មអីផ្សេងទៀតដែលផលិតផលក្នុងស្រុកទៅនាំគ្នាផលិតតែខោអាវបានតែមួយថ្ងៃមួយខែ$204ហ្នឹងហើយមនុស្ស700,000នាក់នៅក្នុងវិស័យកាត់ដេរ$204ចុះបើយើងនាំគ្នាទៅចិញ្ចឹមសត្វណាចិញ្ចឹមត្រីដាំបន្លែបង្ការហើយយើងនាំគ្នាលើកទីផ្សារហ្នឹងទៅហើយយើងបិទផលិតផលពីខាងក្រៅមិនមែនបិទទេគឺតម្លើងពន្ធឲ្យខ្លាំងដោយអាមេរិកគេធ្វើមើលដាក់ពន្ធឲ្យខ្លាំងទៅលើកទឹកចិត្តឲ្យមានការផលិតក្នុងស្រុកប្រជាពលរដ្ឋនឹងវិលមកអត់ដែលធ្វើអញ្ចឹងផងហើយទៅស្រាប់ដល់ពេលមានរឿងថៃស្រាប់តែមកធ្វើពហិការពហិការផលិតផលគេនេះបើយើងចេះច្បាប់ចេះទម្លាប់គឺជារឿងខុសច្បាប់មួយដ៏ធំសម្រាប់អន្តរជាតិហើយតែថ្នាក់ដឹកនាំទៅលើកទឹកចិត្តឲ្យពហិការផលិតផលគេបែបនេះគឺបានន័យថាយើងទី1យើងខុសសិលធម៌ក្នុងនាមជាមេដឹកនាំគឺយើងសរសើរផលិតផលឯងបានហើយក៏ប៉ុន្តែកុំទៅបង្អាប់ផលិតផលគេហើយធ្វើពហិការយើងគ្រាន់តែលើកទឹកចិត្តឲ្យប្រជាពលរដ្ឋទិញផលិតផលខ្លួនឯងហើយយើងរកទីផ្សារឲ្យគាត់ទៅវាចប់បាត់ទៅហើយហេតុអីបានទៅគម្រាមកំហែងដាក់ផ្ដាសារហូតដល់អ្នកនាំចូលផលិតផលថៃមកហើយប្រជាពលរដ្ឋណាដែលគេនាំផលិតផលចូលពីស្រុកក្រៅមកបានបើអាជ្ញាធរខ្លួនឯងមិនពុកលលួយមិនបើកដៃមិនអនុញ្ញាតឲ្យគេចូលមកទៅដាក់ផ្ដាសាណាដាក់ផ្ដាសាខ្លួនឯងនឹងពេលដែលយើងហាមផលិតផលចូលមកឡានរត់ពន្ធទំនិញស្អីចូលមកតាមច្រករបៀងតាមច្រកអីតាមមន្ត្រីគយមន្ត្រីកម្មគង់ត្រូលឬក៏មន្ត្រីអាជ្ញាធរដែលជាអ្នកដែលគ្រប់គ្រងនៅតំបន់ព្រំដែនដែលលួចរត់ពន្ធនឹងមកអាយុមកហើយដល់ពេលនេះគឺជាឱកាសមាសសម្រាប់គេទៀតហើយទៅដាក់ប្រសាសបដាសាពួកគាត់ហ្នឹងបើថាដាក់ទៅបើត្រូវក៏ល្អដែរព្រោះអីក្នុងពេលហ្នឹងគឺអាការរត់ពន្ធហ្នឹងលួចជាតិហ្នឹងគួរតែត្រូវបដាសាមែនហើយមិនមែនចាំបាច់តែពេលឆ្លោះគ្នាមួយថៃប៉ុន្តែអាព្រំដែនផ្សេងទៀតព្រំដែនអាកាសព្រំដែនទឹកកុងតឺន័រគ្រឿងសំណង់គ្រឿងសម្ភារៈប្រើប្រាស់ពីថៃមកហូរហើយសូម្បីតែបងប្អូនអត់ដឹងខ្លួនថាពេលកំពុងតែបាច់ម្សៅនៅក្នុងបុណ្យចូលឆ្នាំខ្មែរហ្នឹងគឺម្សៅថៃលក់ផ្អើលពេញស្រុកខ្មែរយកមកបាច់មានស្អីប្រើម្សៅខ្មែរឯណាផលិតបានមកធ្វើតាន់ហើយវាអញ្ចឹងណាយើងនាំគ្នាសបាយក្អាកក្អាយហ្នឹងប្រើម្សៅថៃដដែលហ្នឹងតែខ្ញុំបងប្អូនខ្ញុំនិយាយឲ្យស្មោះយើងកុំជាតិនិយមជ្រុលរបៀបដូចជារឿងធ្វើពហិការផលិតផលគេឲ្យរហូតតតែខ្លួនឯងនឹងរីងរៃត្រូវតែលឺសូផលិតផលថៃគឺខ្ពើមលឺសូហាងថៃត្រូវខ្ពើមលឺសូអាហារថៃត្រូវខ្ពើមលឺសូជនជាតិថៃត្រូវខ្ពើម
យើងធ្វើបែបនេះយើងជាជាតិសាសន៍អន់មែនតើទី1គឺយើងរើសអើងជាតិសាសន៍ទី2យើងស្អប់ខ្ពើមគ្នាទី3យើងធ្វើខុសគោលការណ៍ការពហិការផលិតផលគេចោះបងប្អូនដែលមានទំនាក់ទំនងរាប់អានគ្នាថៃខ្មែរអ្នកខ្លះជារស់ស៊ីជាមួយគ្នាមានប្តីមានប្រពន្ធមានកូនជាមានថៃមានប្តីខ្មែរខ្មែរមានប្រពន្ធថៃអីលាក់នឹងលាក់ចម្រោះគ្នាមកយើងនាំគ្នាស្អប់គ្នាអញ្ចឹងឬក៏យ៉ាងម៉េចពិភពលោកយើងហ្នឹងគិតថាដោយសារតែនយោបាយស្មោកគ្រប់ប្រមាណអ្នកហ្នឹងយើងត្រូវតែបំផុសគំនិតមនុស្សឲ្យស្អប់គ្នាអញ្ចឹងក៏យ៉ាងម៉េចហើយនេះឬដែលយើងចង់ឲ្យផ្សះផ្សាគ្នាថាចរចាដើម្បីទៅរកសុខសាររបស់លោកហ៊ុនសែនមានពីរដែលធ្វើឲ្យពំតណោតខ្លួនឯងហើយមិនដឹងថាទៅទិសតំបន់អីទេយើងស្ដាប់មិនយល់តែម្ដងគាត់ថាទី1គឺពហិការផលិតផលថៃថ្កោលទោសដាក់បដាសាអ្នកណានាំផលិតផលនឹងចូលមកទៀតហើយគ្រប់គ្រងផលិតផលក្នុងស្រុកបើឈប់ប្រើផលិតផលថៃទៅយូរទៅគេលែងប្រើហើយជាការពិតត្រូវហើយប៉ុន្តែម្ដងទៀតផលិតផលថៃរបស់ថៃនឹងវាមកតាមច្រកកំពង់ផែប្រសិទ្ធអនុរាប់ម៉ឺនកុងតឺន័ររាល់តែពេលទេរាល់តាំងពីមានបាញ់គ្នាមកឆ្លោះគ្នាមកនៅតែនាំពួកអីយើងអត់បានទៅហាមឃាត់ហើយក៏យើងមិនត្រូវហាមឃាត់អីដែរត្រូវហើយលើកកម្ពស់ផលិតផលក្នុងស្រុកនឹងលើកទឹកចិត្តដែរប៉ុន្តែដូចខ្ញុំនិយាយចឹងលើកកម្ពស់ក្នុងផលិតផលក្នុងស្រុកតម្លើងកុំតម្លើងផលិតផលមកតែពីថៃកុំតម្លើងពុនតែពីរឿងថៃតម្លើងអស់ផលិតផលពីយួនពីចិនពីអីហ្នឹងដើម្បីឲ្យអ្វីដែលក្នុងស្រុកយើងមានតម្លើងពុនគេឲ្យខ្ពស់ខ្លាំងឲ្យគេពិបាកនាំចូលដើម្បីឲ្យផលិតផលយើងអាចរកទីផ្សារបានអានឹងបានស្មោះតែដល់ពេលធ្វើនយោបាយបែបថាបបួលប្រជាពលរដ្ឋឲ្យហាមឃាត់ប៉ុន្តែមន្ត្រីរបស់ខ្លួនបើកដៃឲ្យថៃនាំផលិតផលតាមទាំងកុងតឺន័រតាមច្រករបស់ក្រុងប្រស័យអនុគឺយើងកំពុងតែធ្វើនយោបាយប្រជាពិធបោកប្រជាពលរដ្ឋខ្លួនឯងហើយស្អំចិត្តថាមេដឹកនាំខ្មែរស្អប់ថៃអត់មានទៅលុះក្រោមអធិបុលណែឯងចង់មើងងាយយើងអត់មានថៃណាមកមើងងាយយើងបានទេជឿខ្ញុំយើងទេដែលធ្វើឲ្យគេមើងងាយមិនមែនរឿងផលិតផលទៅគ្រប់គ្រងផលិតផលគេហើយថាយើងខ្វះផលិតផលថៃមិនបានយើងអន់ណាមិនមែនអញ្ចឹងទេគឺថៃគេមើងងាយយើងនៅពេលដែលយើងបែកបាក់ជាតិខ្វះការផ្សះផ្សាជាតិអានឹងគេមើងងាយយើងហើយរឿងវាយខ្មែរគ្នាឯងយកគ្នាជាសត្រូវអត់ផ្សះផ្សាបានចាប់គេដាក់គុកដាក់ច្បាប់បំផ្លាញសិទ្ធិមនុស្សប្រជាធិបតេយ្យធ្វើឲ្យប្រទេសនេះបែកបាក់ខ្ទេចខ្ទីស្មារតីសាមគ្គីគ្នាអានឹងបានគេមើងងាយយើងហើយអានឹងយើងកាយទៅបានយើងខ្លាំងដល់ពេលយើងធ្វើអញ្ចេះគាត់ចាប់ផ្ដើមរឿងផលិតផលហើយពំតណោតហ្នឹងគឺបានន័យថាវាជាដូចជាផ្ទុយទៅនឹងអ្វីដែលលោកកំពុងនិយាយប្រាប់នៅក្នុងសារដែលផ្សាយ37នាទីហ្នឹងគាត់ថាកំពុងតែចរចាឲ្យធ្វើអីទៀតយើងកំពុងតែរកយុទ្ធសាស្ត្រចរចាជាមួយថៃយកដីមកវិញចរចាជាមួយថៃយកដីមកវិញហើយយើងធ្វើពហិការផលិតផលគេចរចាជាមួយថៃមកវិញគឺរឿងបើកព្រំដែនឲ្យតែលឺថាណាថាបន្តិចគឺបិទឲ្យ100ឆ្នាំក៏បានហើយថ្ងៃហ្នឹងគាត់បញ្យល់ប្រាប់ទៀតអ្នកណាមានសង្ឃឹមរឿងបើកព្រំដែនវិញគឺអស់ហើយអត់មានសង្ឃឹមអីទេឈប់កុំសង្ឃឹមថានឹងបើកព្រំដែនអាហ្នឹងគឺជាការចរចាគាត់កំពុងនិយាយក្ររឿងគេថាកុំធ្វើសង្គ្រាមណែឯងចង់ឲ្យយើងធ្វើសង្គ្រាមយើងកំពុងតែចរចាសុខសន្តិភាពត្រូវរូវជាមួយគ្នាដើម្បីឈានទៅរកការវាស់វែងយកដីមកវិញហើយទៅក្នុងពេលជាមួយគ្នាហ្នឹងយើងកំពុងតែបំផ្លាញអាភាពល្អកលឿនជាមួយគ្នាចរចាយ៉ាងម៉េចប្តីប្រពន្ធឆ្លោះគ្នាយើងនៅនិយាយដើមគ្នាហុយដីរាល់ថ្ងៃហ្នឹងយើងនៅររឿងគ្នារាល់ថ្ងៃហុយទៅត្រូវគ្នាយ៉ាងម៉េចខ្ញុំកំពុងតែអត់យល់តើឲ្យប្រជាពលរដ្ឋវល់យ៉ាងម៉េចនៅពេលដែលយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលលោកហ៊ុនសែននិយាយនេះគ្រាន់តែស្អំចិត្តទេស្អំចិត្តប្រជាពលរដ្ឋនឹងឲ្យបង្កើតអាគេហៅជាតិនិយមជ្រុលឲ្យស្អប់ថៃស្អប់អីអញ្ចឹងទៅដើម្បីឲ្យដឹងថាមេដឹកនាំនេះណាមិនពេញចិត្តថៃទេបាត់ដីទៅគេមែនប៉ុន្តែចងកំហឹងជាមួយថៃគ្មានកុំឲ្យថៃយើងនឹងកាត់ដីទៅឲ្យគេឬអីខ្មែរអត់មានទុកថៃទេគឺនៅស្អប់នៅខ្ពើមផលិតផលនៅស្អីគុំគួនគ្នាអញ្ចឹងគឺនិយាយហ្នឹងគឺចង់ស្អំចិត្តប្រជាពលរដ្ឋឲ្យដឹងថាមេដឹកនាំខ្មែរមិនមែនលក់ដីឲ្យថៃកាត់ដីឲ្យថៃទេមើលអត់មានគ្រប់គ្រងផលិតផលថៃស្អប់ថៃណារឿងយកដីយកអីវាទន្ទ្រានយើងបានហ្នឹងឲ្យជឿថាមេដឹកនាំខ្មែរនៅស្រឡាញ់ជាតិនេះខ្លាំងណាស់រហូតតតែលើកទឹកចិត្តឲ្យធ្វើពហិការផលិតផលថៃទៀតបានន័យថាទាញការស្អំចិត្តប្រជាពលរដ្ឋឲ្យជឿទៅលើមេដឹកនាំនេះគឺត្រូវហើយឃើញទេគឺគេស្អប់ថៃអញ្ចឹងដូចយើងស្អប់ថៃដែរអញ្ចឹងទៅវាទៅចូលសងមួយថាអញទៅស្អប់រដ្ឋាភិបាលមិនទៅបើគាត់ស្អប់ផលិតផលថៃដែរអញ្ចឹងយើងស្អប់ថៃដូចគ្នាអញ្ចឹងត្រូវហើយអញ្ចឹងគ្រប់គ្រងរដ្ឋាភិបាលទៀតទៅនេះនឹងគឺស្អំចិត្តអញ្ចឹងទៅវិញប៉ុន្តែអត់ត្រូវនឹងអ្វីដែលខ្លួនកំពុងតែចរចាយើងទៅស្អប់ផលិតផលថៃមិនចង់ឲ្យនាំចូលមិនចេះពហិការអញ្ចឹងទៅហើយប្រកាសជាផ្លូវការទៀតហើយក្នុងពេលដែលទំនិញហូរចូលដូចទឹកបាក់ទំនប់ពីច្រកកុងតឺន័រនៅឯប្រសិទ្ធអនុពីតាមឡាវតាមអីមកមួយទៀតគឺតែយើងថា
ស្អំចិត្តប្រជាពលរដ្ឋហើយតែយើងប្រាប់ថាចរចាជាមួយថៃយើងទៅចរចាបានផលអីជាមួយថៃហ្នឹងបើយើងដឹងថាការចរចាហ្នឹងយើងចរចាមកអាយុហើយបើចរចាត្រូវហើយហេតុអីបានថៃវាយយើងបាននៅគ្នាតែពីរនាក់បោចសក់គ្នាអស់ហើយហ្នឹងគូភរិយាឆ្លោះគ្នាតាំងពីមាត់ស្រែកទៅស្រែកមករហូតដល់ចោលដុំថ្មដាក់គ្នាកាប់ចាក់គ្នាបោចសក់គ្នាដេររាប់ធ្នេហើយទៅយើងអត់មានអ្នកណាមកសម្របសម្រួលយើងគិតថាអូទៅគ្នាវិញអត់អីចាំចរចា GBC ឬក៏យន្តការដែលមានស្រាប់ក្នុងកិច្ចព្រមព្រៀងស្អីវាយគ្នាបាច់ក្បាលបាច់ក្បូងអស់ហើយហ្នឹងហើយអត់មានអ្នកណាមកជាអាញាកណ្ដាលអីមកមើលការខុសត្រូវទៀតតែចូលមកវាយគ្នាទៀតហើយគាត់ថាហ្នឹងគឺជាយុទ្ធសាស្ត្រនៅពេលចរចាយ៉ាងម៉េចនៅពេលដែលយើងព្រំដែនដឹងតែអត់បើកទេផលិតផលថៃត្រូវតែពហិការពេលដែលថៃគេស្ដាប់មកលឺហ្នឹងយើងខែងរែងអង្គអាចក្លាហានក្នុងនាមជាជាតិមួយគឺមិនចំណោះខ្ចីដង្ហើមគេដោះល្អហើយស្ដាប់មកស្អំចិត្តប្រជាប្រដ្ឋត្រូវប៉ុន្តែខាងថៃគេមកគេចាប់ផ្ដើមផ្កើនដាក់យើងវិញព្រំដែនអត់បើកអារឿងផលិតផលហ្នឹងគឺក្តៅក្រហាយទាំងអស់គ្នាអញ្ចឹងអានយើងនាំគ្នាដុតអញ្ចឹងនៅពេលដែលយើងគិតថាយន្តការចរចាគឺជាយន្តការតែមួយគត់តែបានជោគជ័យលោកហ៊ុនសែននិយាយមកហ្នឹងគឺបំផ្លាញអ្វីដែលជាយន្តការខ្លួនឯងដែលទី1គឺទៅឲ្យបិទព្រំដែនហ្នឹងអត់បើកទេទី2គឺធ្វើបេក្ខការផលិតផលថៃអញ្ចឹងតើពេលណាដែលយើងនៅធ្វើរឿងដដែលហើយយើងរំពឹងថាបានលទ្ធផលថ្មីខ្ញុំមិនទៅលើកទឹកចិត្តអីទៅអោបជើងថៃអីទេព្រោះថៃនេះអត់មានត្រូវអោបជើងអោបអីទេគឺត្រូវប្រលាស់យកអស់ចិត្តអត់ធ្វើសង្គ្រាមទេមូនរ៉េតអត់ដែលលើកទឹកចិត្តឲ្យធ្វើសង្គ្រាមហើយអ្នកបពប្រឆាំងហ្នឹងក៏ដែលណាធ្វើសង្គ្រាមធ្វើមិនឈ្នះថៃទេព្រោះអីដូចខ្ញុំនិយាយទាំងបើធ្វើដូចយើងសប្ងៃនេះ100ឆ្នាំទៀតក៏អត់ឈ្នះថៃដែរព្រោះយើងបែកបាក់គ្នាតោះតែយើងជាតិសាសន៍យើងផ្សះផ្សាគ្នាហើយក៏ធ្វើសង្គ្រាមក៏មិនឈ្នះថៃដែរបងប្អូនយើងដើរយឺតជាងថៃ25ឆ្នាំយូរហើយសពាវុធឥឡូវថៃគេកំពុងអង្គុយហូបបរិយជប់លៀងនៅអាផ្លូវរត់ពីយើងទៅ25គីឡូគេនៅចាំនៅមុខហ្នឹងយើងសាកមើលតែយើងរត់ចង់ដាច់ខ្យល់ងាប់ហ្នឹងណារត់មកយូរហ្មងទៅដល់25គីឡូហើយគេនឹងអង្គុយផឹកស្រាសំបីតែគេបញ្ចេញដំណើរកិលគ្រាន់តែលូនហ្នឹងក៏យើងរត់ដាច់ខ្យល់ងាប់ក៏អត់តាន់គេដែរហ្នឹងគ្រាន់តែគេដើរលេងធ្វើអេសមេសអីចឹងផងចុះបើសិនជាគេដឹងតែយើងកើនអីគឺគេពង្រឹងគេថែមរហូតគេចាប់ផ្ដើមដើរឲ្យលឿនញាប់ជើងទៀតយើងទៅដើរតាន់គេវាអត់ទេប៉ុន្តែកុំទៅប្រកួតប្រជែងនឹងរឿងដើរតាន់គេមិនដើរតាន់គេសំខាន់តើយើងខ្លួនយើងនេះរឹងមាំខ្លួនឯងនៅអាហ្នឹងបានសំខាន់សាមគ្គីពង្រួបពង្រួមផ្សះផ្សាជាតិនេះចឹងសរុបសេចក្តីមកគឺសាររបស់លោកហ៊ុនសែនដូចខ្ញុំនិយាយចឹងគឺស្អំចិត្តប្រជាពលរដ្ឋខ្មែរប៉ុន្តែក្នុងពេលហ្នឹងគឺច្បោកច្បល់ហើយធ្វើឲ្យចំនួនព្រំដែននេះគ្មានទីបញ្ចប់ហើយបើធ្វើដដែលនេះគ្មានពេលដែលយើងបានដីមកវិញទេឥឡូវចូលដល់លោកអ៊ុំសំអានឯនោះវិញគាត់ថាគាត់អស់សង្ឃឹមរឿងបានដីដោយសារតែហេតុអីបានជាលោកអ៊ុំសំអានអស់សង្ឃឹមគឺគាត់និយាយថាឃើញរបៀបដែលដោះស្រាយរបស់លោកហ៊ុនសែនដែលយកជំរឿសដែលដូចថាយកពិធីស្អំចិត្តនយោបាយប្រជាពិធដ្ឋអីអញ្ចឹងទៅហើយការពិតជាក់ស្ដែងគឺអត់ធ្វើគឺរឿងប្តឹងគេអារឿងប្តឹងគេមួយគឺអត់តាមពិតយើងមែនតើទៅយើងនាំគ្នាថាលើកទឹកចិត្តឲ្យប្តឹងហ្នឹងនាំឲ្យគេហៅថាម៉េចជួបប្តឹងជួបអីទៀតដែរបងប្អូនយើងទលាន់អាពាក្យជួបប្តឹងហ្នឹងប៉ុន្តែយើងប្តឹងថៃមិនមែនជារឿងជួបប្តឹងទេបងប្អូនរឿងប្តឹងថៃហ្នឹងគឺជារឿងយើងជាសង្គ្រាមនឹងគ្នាផ្ទុះអាវុធហ្នឹងគឺដោយសារតែមានយន្តការតឡាការអន្តរជាតិហើយហេតុអីបានជាយើងចាំបាច់ផ្ទុះអាវុធធ្វើអីនៅក្នុងន័យនេះហើយដែលយើងចង់និយាយថាយើងប្តឹងទៅអញ្ចឹងលោកអ៊ុំសំអានគាត់សរសេរសារអញ្ចឹងនៅលើបណ្ដាញសង្គម Facebook របស់គាត់4ម៉ោងមុននេះគាត់ថាលោកហ៊ុនសែនបានបញ្ចេញសារសម្លេងដោយបញ្ជាក់ថាកម្ពុជានឹងកម្ពុជានឹងទាមទារទឹកកម្ពុជានឹងមិនទាមទារទឹកដីពីថៃមកវិញសុំទោសខ្ញុំអានម្ដងទៀតលោកអ៊ុំសំអាននិយាយថាលោកហ៊ុនសែនបានបញ្ចេញសារសម្លេងដោយបញ្ជាក់ថាកម្ពុជានឹងទាមទារទឹកដីថៃមកវិញតាមរយៈការចរចាទ្វេភាគីជាមួយថៃដោយមិនបានបញ្ជាក់ពីការប្តឹងថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ នោះទេហេតុនេះកម្ពុជាគ្មានសង្ឃឹមនឹងបានទទួលទឹកដីខ្មែរចំនួនជាង50កន្លែងមកវិញនោះទេសាររបស់លោកអ៊ុំសំអាននេះដដែលដែរគាត់ដូចថាពេលខ្លះស្ពះលោកហ៊ុនម៉ាណែតឲ្យចុះចេញទៅព្រោះអីបើអត់ព្រមប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិទុកឲ្យគេថ្មីគេមកធ្វើគេប្តឹងទៅព្រោះតស្តាំងអញ្ចឹងគឺថាមិនបានទេតែយ៉ាងណាបើយើងមើលពីយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលនៅក្នុងការដែលបញ្ចេញសាររបស់លោកហ៊ុនសែននេះគឺយើងដឹងហើយថាកម្ពុជាអស់ជំរឿសហើយយើងនៅតែគិតថាហេតុអីបានជាយើងជ្រើសរើសជំរឿសដែលអស់ជំរឿសហ្នឹងគ្មាននរណាលើកទឹកចិត្តឲ្យ
từ bánh bỏ ấy từ thua sừng kia mấy thế bàn tay chùm rư sắp xa chùm mùi thái ní cứ chùm rư hay đấy sao ấy thay cái cầm pông tay lục cháu là vậy đã chưa chùm rư cho cha năng từ tiền bom ôn đang thay cái cầm pông tay dọc cho bắp năng cái ăn mặt hay ta phân sập cái ăn mặt hay ta cái năng dọc cho bắp ní từ lục cháu mà OU pi pon mũi tẹt to năng ca prao vô năng ca cho cha thuê cái JBC năng GBC nó vẫn đang hay ta hay dương nom khi tới sừng khâm lơ ảnh năng vinh ai cái cầm pông lục cháu cái ban đây dương hay cái lục cháu ai vô năng ca đại miến đại cái ai và bạn xong phơi dạ hay ở lấy cái cặp bông lúc anh đang rung từ lúc cháu tiết dương đâu vò cái dương chăm oi cái cùng lúc đầm bay sừng không từ lừa vậy đại chia riêng cháu nè không ai dươngในក្រៅប្រទេសដូចជាលោកទេពមនោដែលជាខ្មែរនៅប្រទេសបារាំងហើយជាអ្នកដែលគ្រប់គ្រងរដ្ឋាភិបាលក្រៅប្រទេសយ៉ាងស្មោះស្ម័គ្រម្នាក់ដែរជាមន្ត្រីនៅក្នុងជួរនឹងដែរគាត់សរសេរសារអញ្ចឹងគាត់ថារដ្ឋាភិបាលក្រៅប្រទេសផ្ដល់ជំរឿសទៅឲ្យរដ្ឋាភិបាលកម្ពុជាវិញមានជំរឿស3ទី1លោកហ៊ុនសែនថាកម្ពុជាមានជំរឿសតែ2ប៉ុណ្ណោះ គឺច្បាំងបង្ហូរឈាមគ្នាយកទឹកដីចរចាទ្វេភាគីអីចឹងគាត់ថាបោកសុតហើយតាមពិតជំរឿសទី3ទេដែលជាជំរឿសដែលល្អគឺជំរឿសដែលប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិនិងប្រើយន្តការកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីយកមកប្រើព្រោះកិច្ចព្រមព្រៀងនេះហើយដែលអឺធ្វើទៅវាបានឲ្យថៃទទួលខុសត្រូវអីអញ្ចឹងទៅហើយបើកម្ពុជាមិនប្រើតឡាការអន្តរជាតិមិនប្រើកិច្ចព្រមព្រៀងនេះទេគឺបានន័យថាកម្ពុជាខ្លាចបាត់អំណាចហើយទៅចរចាទ្វេភាគីសុំកលុំអីអញ្ចឹងលុំអីអញ្ចឹងទៅបងប្អូនរឿងនេះរឿងគឺជាប្រជាពលរដ្ឋខ្មែរដែលលោកមានការថ្នាក់ចិត្តតាក់ទងនឹងរឿងសាររបស់លោកហ៊ុនសែនទេក៏ប៉ុន្តែមានភាពសមហេតុសមផលបើយើងស្ដាប់ទៅគឺលោកគឺជាមន្ត្រីជាន់ខ្ពស់ម្នាក់នៅក្នុងជួររដ្ឋាភិបាលក្រៅប្រទេសដោយអត់មានលើកទឹកចិត្តឲ្យកម្ពុជាបាញ់ធ្វើសង្គ្រាមជាមួយថៃសោះហេតុអីបានជាលោកហ៊ុនសែនផ្ញើសារថាពួកខាងប្រឆាំងចង់ឲ្យកម្ពុជាធ្វើសង្គ្រាមអាចរឿងមួយដែលតបនឹងគឺមិនមែនក្រុមប្រឆាំងទេគឺទៅតាមអ្វីដែលជាទស្សនៈរបស់លោកសេងសេរីទៅវិញទេព្រោះនៅក្នុងសាររបស់លោកហ៊ុនសែនទាំង37នាទីហ្នឹងមានចំណុចមួយដែលលោកនិយាយពីរឿងសង្គ្រាមជាមួយថៃហ្នឹងថាលោកសេងសេរីកាលពីអំឡុងខែធ្នូឆ្នាំ2025បានផ្ដល់មតិទៅឲ្យលោកតាមរយៈ Telegram រឿងនេះខ្ញុំទើបតែដឹងពីលោកសេងសេរីដែលធ្វើដូចថាផ្សាយផ្ទាល់មុននេះដែលគាត់បញ្យលតបទៅនឹងលោកហ៊ុនសែនវិញលោកសេងសេរីទទួលស្គាល់ថាក្រោយពីបែកសាររឿងអនុក្នុងរឿងឪធរកូនធររឿងដែលយកលុយពីលោកហ៊ុនសែនដើម្បីធ្វើការឲ្យលោកហ៊ុនសែនជាកេញសម្ងាត់ជាអីហ្នឹងគឺលោកសេងសេរីនៅខែ12លោកសារភាពថាពិតជាបានសរសេរសារទៅលោកហ៊ុនសែនមែនហើយប៉ុន្តែលោកសេងសេរីអះអាងថាលោកធ្វើនេះដើម្បីរកយុទ្ធសាស្ត្រទប់ថៃទេរឿងទឹកដីគាត់មិននិយាយរឿងឪធរកូនធរទេគាត់ថាជូរចត់ពេកហើយក៏ប៉ុន្តែរឿងទឹកដីគាត់ដាច់ខាតត្រូវតែមានអ្នកតាក់តងទៅទៀតខេងលោបានផ្ដាល់ជាគំនិតអីគេខ្លះព្រោះលោកហ៊ុនម៉ាណែតហ្នឹងមិនដឹងប៉ាតណាប៉ាតណីនិយាយស្អីច្បល់បាយបិណ្ឌទៅជាបាយបាតស្ដាប់គ្នាមិនយល់អីយុទ្ធសាស្ត្រអីហ្នឹងលោកចង់ផ្ដាល់ជាយុទ្ធសាស្ត្រអីទៅបើស្ដាប់មើលលោកសេងសេរីហាក់បីដូចជានៅមានសមានចិត្តជាមួយរដ្ឋាភិបាលថ្មីកុំឲ្យផ្ដេសផ្ដាស់អីដែរតែចង់ឲ្យកែតាក់ទងរឿងព្រំដែនថៃអីដែរប៉ុន្តែត្រូវបានលោកហ៊ុនសែនយកសារហ្នឹងយកមកវាយប្រហារថាលោកសេងសេរីហ្នឹងនៅតែជាមនុស្សរបស់គាត់ដដែលបំផ្លាញដូចខ្ញុំនិយាយចឹងថាដាក់ដៃគោលមកជុំទៀតលើក្តារមឈូសលោកសេងសេរីដែលស្លាប់បាត់យូរហើយតាំងពីមួយឆ្នាំជាងហើយដឹងហើយក៏ខំប្រឹងរើបកវែកឆ្នាំមកចង់បំផ្លាញទៀតរឿងដែលសំខាន់នៅទីនេះគឺលោកហ៊ុនសែនអាចតាក់ទងរឿងសង្គ្រាមមិនមែនក្រុមប្រឆាំងទេព្រោះខ្ញុំដឹងហើយក្រុមប្រឆាំងនេះកន្លងមកអត់មាននរណាលើកទឹកចិត្តឲ្យទៅវាយថៃកាទេព្រោះតាហ៊ានយើងទៅគេមិនដល់ទេស្បែកជើងផ្ទាត់ស្បែកជើងអត់មានអាវក្រោះអត់មានកម្លាំងយើងមិនដល់គេយើងគ្មានយន្តហោះបដិញគ្មានអីលឺសូតែគណៈបកប្រឆាំងវាយប្រហារទៅរដ្ឋាភិបាលរឿងថាដឹកនាំប្រទេស30-40ឆ្នាំរកតែយន្តហោះបដិញមួយអត់បានអាហ្នឹងគឺនៅពេលដែលវាយគ្នាភ្លាមនោះហើយយន្តហោះយើងមានតែ BM21 លោកសំរងស៊ីក៏ធ្លាប់និយាយដែរ BM21 ហ្នឹងយើងបាញ់ទៅចម្រោះទៅពីវាលពីកាលទៅត្រូវនឹងអាកន្លែងស៊ីវិលធ្វើឲ្យថៃនឹងមកររឿងថាបាញ់អត់មើលព្រាវអីអញ្ចឹងស្លាប់ជនស៊ីវិលគេធ្វើឲ្យគេកោលទោសខ្មែរយើងនឹងយ៉ាងចាស់ដៃទៀតថៃគេថាគេបាញ់ត្រូវអាកន្លែងទីតាំងយោធាអញ្ចឹងទៅគឺវាទៅជាសង្គ្រាមហ្នឹងថៃមានព្រៀបទៅវិញថាធ្វើសឹកសង្គ្រាមត្រូវតាមច្បាប់ទម្លាប់យើងបាញ់ទៅចូលប៉ះអាកន្លែងការ៉ាស់សាំងមន្ទីរពេទ្យនឹងស្អីហ្នឹងទៅថៃហ្នឹងគេររឿងយើងដោយសារតែរឿងថាយើងបាញ់ព្រាវអាហ្នឹងលឺសូគណៈបពប្រឆាំងលោកសំរងស៊ីធ្លាប់និយាយចឹងមែន
និយាយហ្នឹងគឺចង់ឲ្យប្រជាពលរដ្ឋដឹងអំពីភាពជាអ្នកដឹកនាំប្រទេស30-40ឆ្នាំយោធាអត់មានរបស់ប្រើល្អយន្តហោះបណ្ដេញដែលដាក់ទម្លាក់គ្រាប់ឲ្យត្រូវឈឹបហ្មងជាងបាញ់ព្រាវអីចឹងគាត់ចង់និយាយហ្នឹងដើម្បីឲ្យប្រជាពលរដ្ឋដឹងអំពីថាការដឹកនាំបែបនេះអីដែលធ្វើឲ្យតបយើងខ្សោយធ្វើឲ្យតបយើងខ្វះវិជ្ជាជីវៈធ្វើឲ្យតបយើងខ្វះគ្រឿងទំនើបអីណានាំគ្នាគួរជឿលោកសំរងស៊ីចង់តាមពិតក្រោយមកខ្ញុំអត់ដែលឮក្រុមប្រឆាំងនេះមកនិយាយស្អីតាក់ទងនឹងរឿងធ្វើសង្គ្រាមទេឮតែមួយគត់ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិប្រើយន្តការកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសសុទ្ធតែសន្តិភាពទាំងអស់សន្តិវិធីទាំងអស់ហើយទៅចោតក្រុមប្រឆាំងហ្នឹងថាបើខាងកម្ពុជាកំពុងចរចាមិនឲ្យចរចាឲ្យធ្វើអីតាមពិតអត់គាត់ដូចថាយកតែមួយជ្រុងហ្នឹងមកអត់មើលថាគេថាមិនមែនគេមិនឲ្យចរចាទេថាចរចាហ្នឹងវាមិនឈ្នះថៃទេតែមិនមែនឲ្យវាយទេគេឲ្យយើងប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិនិងព្រំប្រទានអន្តរជាតិឬប្រើយន្តការកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដោយសារថៃជាប្រទេសហត្ថលេខីក្នុងចំណោមហត្ថលេខីទាំង18ប្រទេសក្នុងការការពារដែនអធិបតេយ្យកម្ពុជាជាប់បើកម្ពុជារងការបំពានពីប្រទេសហត្ថលេខីសមាជិករបស់ខ្លួនដែលជាប្រទេសហត្ថលេខីហេតុអីបានប្តឹងទៅសហប្រធានអាស៊ានដែលមានសំទោសដែលមានឥណ្ឌូនេស៊ីមានបារាំងអីហ្នឹងហេតុអីបានប្តឹងគេមិនបានខ្លួនឯងត្រូវគេរំលោភបំពានហើយមានជាសាក្សីឥឡូវឧទាហរណ៍បងប្អូនខ្ញុំនិយាយឲ្យសាមញ្ញមួយពីរឿងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដែលលោកហ៊ុនសែនមិនដឹងថាហេតុផលអីបានជាលោកចង់តែស្មារតីកិច្ចព្រមព្រៀងនឹងលលាយហើយស្លាប់ហើយងាប់ហើយចូលរាប់ធនមនុញ្ញអស់ហើយអត់មានទៅកកោកកាយអីបានហេតុអីបានជាយើងបិទគប់ដំណោះស្រាយនៅពេលដែលយើងគិតថាវាអាចជួយយើងបានដែរហេតុអីបានជាយើងនាំគ្នាទៅបិទគប់អារឿងដែលចុះបើបានជួយគ្នាទៅវាចង្រៃអីខ្ញុំពងយល់ឆ្ងល់ចេះចុះបើយើងទៅប្តឹងគេទៅវាចង្រៃអីឥឡូវឧទាហរណ៍បងប្អូនទៅទិញផ្ទះយើងទៅទិញផ្ទះលុយយើងអត់គ្រប់ទេហើយថាផ្ទះហ្នឹងទិញ$10,000 $100,000គេថាប្រាក់ចំណូលយើងប៉ុណ្ណឹងទាល់តែមានមនុស្សម្នាក់ទៀតជួយធានាយើងជួយជាសាក្សីជួយជាអ្នកជួយចេញទៅថាដាក់ប្រាក់ចំណូលបន្ថែមមកយើងមិនបង់ទេប៉ុន្តែយើងខ្លួនឯងដែលជាអ្នកទិញផ្ទះហ្នឹងបង់ប៉ុន្តែមានមិត្តភ័ក្តិបងប្អូនក្រុមគ្រួសារឬសាច់ញាតិណាក៏ដោយគេស្ម័គ្រចិត្តដាក់ឈ្មោះឲ្យបានចំណូល2ទៅឲ្យមើលទៅវារៀងរឹងមាំបន្តិចដើម្បីឲ្យធនាគារគេឲ្យយើងចៃលុយដើម្បីទៅទិញអាផ្ទះហ្នឹងតាមពិតយើងឯណាជាអ្នកបង់ឯងតែម្នាក់ទៀតហ្នឹងគឺគ្រាន់តែដាក់អែបមកដើម្បីឲ្យមានសិទ្ធិគ្រប់គ្រាន់យើងអាចទិញបានតែគេមិនចូលរួមបង់ថ្លៃផ្ទះយើងទេប៉ុន្តែធានាបងប្អូនដឹងកាតព្វកិច្ចរបស់គាត់ធ្វើអីអាអ្នកធានាដែលអត់បានបង់លុយថ្លៃផ្ទះហើយផ្ទះយើងនៅតែខ្ញុំគ្រាន់តែដាក់ឈ្មោះធានាមិត្តភ័ក្តិស្និទ្ធស្នាលក្រុមគ្រួសារនោះដើម្បីឲ្យយើងបានផ្ទះនៅតែអារឿងបង់រឿងមិនបង់រឿងខ្លួនឯងរឿងអ្នកនេះគឺគ្នាគ្រាន់តែធានាប៉ុន្តែកុំភ្លេចណានៅពេលដែលយើងខ្លាចទៅជាអ្នកធានាជាសាក្សីហ្នឹងនៅពេលដែលអ្នកទី1នេះអស់លុយបង់ណាគឺយើងត្រូវទទួលខុសត្រូវទៅរកលុយយ៉ាងម៉េចដើម្បីបង់បើអត់បង់ទេឈ្មោះយើងនឹងជាប់នៅក្នុងហ្នឹងអាហ្នឹងគឺយើងចោះឈ្មោះជាសាក្សីដូចក្នុងបណ្ដឹងអីអញ្ចឹងទៅតែយើងជាសាក្សីក្នុងការខ្ចីលុយតើពេលមានរឿងអីក្នុងការបោកប្រាស់ខ្ចីលុយហ្នឹងគេហៅសាក្សីហ្នឹងមកហើយតើយើងទៅហៅអ្នកណាព្រោះយើងអ្នកដឹងឮរួចទៅស្រាប់ដល់ពេលយើងប្រាប់តែមានរឿងអីរឿងខ្ចីលុយរឿងអីហ្នឹងមានសាក្សីយើងថាអេកុំទៅហៅគេព្រោះអីឥឡូវអង្គទៅជាបាយហើយអត់មានកទៅជាបាយទេកិច្ចព្រមព្រៀងហ្នឹងគឺសាក្សីផ្តិតមេដៃទទួលដឹងឮអញ្ចឹងបើសិនជាមានបញ្ហាក្នុងរឿងហ្នឹងមិនហៅសាក្សីហ្នឹងមកសួរហើយយើងទៅប្រាប់ថាសាក្សីហ្នឹងស្លាប់ហើយវាលែងអាចយកមកបានស្លាប់តើតាកិច្ចព្រមព្រៀងហ្នឹងដកសាក្សីហ្នឹងចេញវាអត់ដកសោះថៃនៅតែជាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសទាំង18ប្រទេសហេតុអីបានជាយើងទៅបិទអាច្រកនឹងចោលខែងច្រកនឹងច្រកសន្តិវិធីអត់ធ្វើសង្គ្រាមហីបើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដើម្បីបញ្ចប់ចំនួនកម្ពុជាកុំឲ្យកម្ពុជារងការឈ្លានពានពីរដ្ឋបរទេសនៅក្នុងកិច្ចព្រមព្រៀងនឹងមានអញ្ចឹងប្រទេសដែលជាហត្ថលេខីជួយមើលកុំឲ្យរដ្ឋបរទេសណាឈ្លានពានកម្ពុជាឥឡូវអាអ្នកដែលជាសាក្សីការពារកុំឲ្យរដ្ឋបរទេសឈ្លានពានកម្ពុជាឈ្លានពានកម្ពុជាខ្លួនឯងហ្នឹងហ្មងគឺថៃហ្នឹងរួចទៅយើងអត់ទៅប្តឹងអាស៊ានប្តឹងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសសហប្រធានមានឥណ្ឌូនេស៊ីមានអីហ្នឹងយើងទៅនិយាយថាកិច្ចព្រមព្រៀងនឹងស្លាប់បាត់ទៅហើយចុះហេតុអីបានជាយើងទៅបោះបង់ចោលដំណោះស្រាយដែលដោយសន្តិវិធីដែលគេអត់ធ្វើសង្គ្រាមហើយគណៈបកប្រឆាំងគេលើកទឹកចិត្តឲ្យប្រើអាហ្នឹងអត់ធ្វើសង្គ្រាមទៅប្រាប់ថាគណៈបកប្រឆាំងចង់ឲ្យធ្វើសង្គ្រាមដូចជាកលាស់សម្ដីហ្នឹងគឺថ្នាក់ដឹកនាំមិនគួរណានិយាយមូលបង្កាច់អញ្ចឹងទេព្រោះថានៅក្នុងប្រព័ន្ធក្នុងស្រុកអីយើងថាប្រជាពិធអីមានប្រព័ន្ធឃោសនាអីយើងចេះតែធ្វើបានណាប៉ុន្តែសម័យនេះវាលើកគោកពេកព្រោះគណៈបកប្រឆាំងខ្ញុំមិនទៅគ្រប់គ្រងផ្កាប់មុខអីណាប៉ុន្តែ
គេបានលើកទឹកចិត្តឲ្យប្តឹងតាមសន្តិវិធីទៅតុលាការអន្តរជាតិឬក៏ទៅយន្តការកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសកុំចរចាជាមួយថៃបែបនេះមិនឈ្នះថៃទេអត់ទៅរករឿងមួយថាបើមិនឲ្យចរចាគឺមិនមានអវ័យគ្នាតែគេប្រាប់ជំរឿសមកកណោទៀតគឺអត់យកហ្មងគឺមានតែចរចាវាយគ្នាតុលាការ ICJ មិនដឹងនៅណាតុលាការព្រំតនអន្តរជាតិមិនដឹងនៅណាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសលុបចោលទៀតដូច្នេះរឿងនេះគឺជារឿងមួយដែលគួរឲ្យគ្រោះថ្នាក់បំផុតដែលសាររបស់លោកហ៊ុនសែនហាក់បីដូចថាប្រឹងកលៃអព្រឹត្តិការណ៍ហ្នឹងឲ្យត្រូវនឹងអ្វីដែលគាត់ចង់ថាត្រូវតែចរចាអញ្ចឹងហើយឲ្យប្រជាពលរដ្ឋត្រូវតែស្ដាប់បើតាមបពប្រឆាំងបានឯងឯងស្រឡាញ់សង្គ្រាមតាមពិតបើគេទៅតាមបពប្រឆាំងគេមានស្រឡាញ់សង្គ្រាមណាគេចង់ឲ្យមានយន្តការផ្លូវច្បាប់តើហេតុអីបានជាទៅជាអញ្ចឹងខ្ញុំកំពុងតែឆ្ងល់ហេតុអីបានជាទៅកលាប់ចាក់លែងនិយាយគ្នាយល់ខុសត្រូវអីទាំងអស់គ្នាអញ្ចឹងខ្ញុំកំពុងតែឆ្ងល់រឿងសាមញ្ញសោះហេតុអីបានជាយើងត្រូវជាកាយកប់ត្រឡប់ជន់ទៅជាផលិតប្រឡប់ទៅជារឿងអីដូចចាប់ទង់ល្អិលប្រភ្លេចប្រភ្លោចការពិតណារឿងលោកហ៊ុនសែននិយាយថាត្រូវតែចរចាជាមួយថៃហើយមិនប្រឹងទៅតុលាការយុត្តិធម៌អន្តរជាតិនេះណាគឺគាត់គិតថាសង្ឃឹមថាបើចរចាទៅកុំតាន់ប្តឹងគេមើលទៅតែប្តឹងទៅអង្គទៅជាបាយរឿងតុលាការអន្តរជាតិអាច4-5ឆ្នាំទៀតមិនដឹងគេដោះស្រាយគាត់ចង់បានឲ្យលឿនឲ្យដោះស្រាយតាមផ្លូវចរចាហ្នឹងដើម្បីស្អំចិត្តប្រជាពលរដ្ឋព្រោះចិត្តបោះឆ្នោតទៀតហើយអញ្ចឹងបើបានដីណាខ្លះអាចរចាតាមយន្តការលឿនហ្នឹងអាទ្វេភាគីហ្នឹងបានខ្លះបានអីមកស្អំចិត្តប្រជាពលរដ្ឋឃើញទេតែយើងចរចាវាបានលឿនបើយើងចាំតុលាការអន្តរជាតិនឹងយូរគាត់និយាយខ្លួនឯងទៀតប៉ុន្តែយូរលឿនអីក៏ដោយបើយើងដឹងថាច្បាស់ថាតុលាការអន្តរជាតិទេដែលឲ្យដីយើងឈ្នះព្រះវិហារពីគេមកយើងយូរប៉ុណ្ណាក៏ដោយឲ្យតែយើងដាក់ប្តឹងទៅវាបានមកវិញវាទុកចិត្តជាងហើយបើចរចាទ្វេភាគីបើលឿនយ៉ាងណាក៏ដោយគ្រាន់តែស្អំចិត្តប្រជាពលរដ្ឋឲ្យជឿថាបានខ្លះដើម្បីឲ្យគ្រប់គ្រងរដ្ឋាភិបាលនេះអាចក្រាញអំណាចទៀតបានប៉ុន្តែទៅមុខទៀតគេវាយទៀតបើអត់មានតុលាការអន្តរជាតិបញ្ចប់រឿងនេះមួយសារទេណាវាយគ្នាលុះខ្សែអត់មានជំរឹះចប់ទេអញ្ចឹងហើយបានរដ្ឋាភិបាលគឺធ្វើនយោបាយប្រជាពិធទិញពេលវេលាយកអាណាដែលច្បាស់សិនចរចាទៅបើត្រូវគ្នាបានខ្លះដើម្បីស្អំចិត្តប្រជាពលរដ្ឋកុំឲ្យខឹងរដ្ឋាភិបាលខ្លាំងពេករឿងដីប៉ុន្តែឲ្យបានមកជាដុំកំពួនយូរអត់ទេនយោបាយបែបនេះដែលប្រជាពលរដ្ឋអស់សង្ឃឹមថាកម្ពុជាកំពុងធ្វើនយោបាយប្រជាពិធហើយនៅតែច្រានចោលអាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីដែលជាយន្តការល្អច្រានចោលស្ដីតុលាការអន្តរជាតិចឹងមកដល់ម៉ោងនេះនៅពេលដែលលោកហ៊ុនសែនមានប្រសាសន៍បែបនេះបានយើងដឹងថារដ្ឋាភិបាលកម្ពុជាធ្វើនយោបាយប្រជាពិធដើម្បីទិញពេលវេលាស្អំទឹកចិត្តប្រជាពលរដ្ឋយកអាយន្តការចរចាគ្នាបានបន្តិចបន្តួចអីក៏ដោយដើម្បីធ្វើឲ្យប្រជាពលរដ្ឋដឹងថាបន្តិចក៏ដោយក៏បានជាបដាជាជាងចាំតុលាការដែលយូរឃើញល្បិចនយោបាយមួយគេថាយុទ្ធសាស្ត្រគេប្រសើរឲ្យជឿជាក់លើរដ្ឋាភិបាលតាមពិតស្អំចិត្តឲ្យយើងទទួលព្រមថាគេបានតតាំងឲ្យបើតតាំងបែបនេះគឺបានខ្លះមកវិញមិនបានច្រើនក៏ហើយតពេលក្នុងពេលហ្នឹងបន្សាបអារបស់ដែលបាត់ច្រើនហ្នឹងទៅជាប៉ិនកូនដៃទៀតកុំឲ្យថាលបួសប៉ិនកូនដៃផ្ដេកផ្ដួលហើយគាត់ថាមានតែប្រមាណហិកតាទៀតដី50កន្លែងជាងប្រមាណហិកតាលោកម្ចាស់អានឹងបើថាយើងបាតកម្មអីពួកក្រុមប្រឆាំងអីនៅសេអ៊ូលនៅអីបាតកម្មរពេះរប៉ោះគ្នា4-5នាក់គណៈបកប្រជាជននឹងចង់ប្រាប់ថាក្រុមនឹងមកតវ៉ាតាមដបស្វាអីយើងចង់បន្សាបអធិពលគេកុំឲ្យមានមនុស្សច្រើនយើងចេះតែផ្សាយអញ្ចឹងវាអត់អីទេគេជឿព្រោះជួនកាលការតវ៉ាដូចនៅប៉ារីថ្ងៃមុនអីមាន4-5នាក់អីអញ្ចឹងទៅឃើញទៅគាត់ថាអូមកតបស្វាកុំយកបរិមាណនឹងខ្លាំងពេកការតវ៉ាសាររបស់គេគឺគេតវ៉ាដំណើរទស្សនកិច្ចរបស់លោកហ៊ុនម៉ាណែតចង់ឲ្យលោកហ៊ុនម៉ាណែតប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិនិងព្រំប្រទានអន្តរជាតិសាររបស់គេប៉ុណ្ណឹងទៅថាគេពឹងបបួលឲ្យច្បាំងជាមួយថៃគេទៅគ្រប់ច្រកល្ហកគឺធ្វើយ៉ាងម៉េចឲ្យប្តឹងហើយទៅរករឿងគេកុំឲ្យប្តឹងអញ្ចឹងគណៈបកប្រឆាំងគ្នាឲ្យកុំឲ្យថាវាយមិនឈ្នះគេទេប្តឹងតាមយន្តការអន្តរជាតិអត់ប្តឹងហើយទៅឥឡូវទៅញុកមាត់កបកប្រឆាំងថាចង់បានសង្គ្រាមតាមពិតអ្វីដែលចង់បានសង្គ្រាមអ្វីដែលលោកហ៊ុនសែនធ្វើនេះរឿងសន្តិភាពទីក្រុងប៉ារីរឿងមិនមែនមិនចង់បានជោគជ័យដូចខ្ញុំនិយាយចឹងកិច្ចព្រមព្រៀងដែលចុះហត្ថលេខាជាមួយគ្នាតែយើងទាត់ចោលអ្នកដែលជាសាកសីអត់ហៅមកយើងដោះស្រាយបញ្ហាយើងជឿតែជោគជ័យដោយសារតែលោកហ៊ុនសែនមិនចង់ឲ្យស្មារតីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីនឹងរស់ឡើងវិញទេបើយើងថាវានៅរស់ឡើងវិញអាចកោះហៅអាស៊ានឥណ្ឌូនេស៊ីបានមកដោះស្រាយរឿងទឹកដីអីក៏ដោយដែលជាអាយុជីវិតវាប៉ះពាល់ដល់ការរំលោភអំណាចនៅក្នុងប្រទេសកម្ពុជានោះដែលរំលាយគណៈបកសង្គ្រោះជាតិចោលគឺយើងក្បត់ស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីព្រោះកិច្ចព្រមព្រៀងហ្នឹងគេថាកម្ពុជាត្រូវតែស្ដារសិទ្ធិមនុស្សនិងប្រជាធិបតេយ្យឡើងវិញត្រូវតែមានរបបដឹកនាំរដ្ឋរបៀបដឹកនាំរដ្ឋបែបសេរីពហុបកមាន
ស្អីចឹងសពហើយយើងបំផ្លាញអាហ្នឹងអស់បំផ្លាញស្មារតីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីបើឲ្យកិច្ចព្រមព្រៀងនឹងរស់មកវិញបានន័យថាដូចតែយើងថាអ្វីដែលរដ្ឋាភិបាលធ្វើមកខុសទាំងអស់ហ្នឹងអញ្ចឹងទៅវាទៅជាកំបិតចិត្តដងឯងចេះនៅរឿងក្រាញអំណាចឯនោះទេប៉ុន្តែដល់ពេលប្រើមកអាក្រាញអំណាចហ្នឹងក៏បាត់តែវាបានដីមកវិញអ្នកណាទៅខ្វល់អីព្រោះសំខាន់គឺឲ្យបានកាន់អំណាចយូរតទៅទៀតសិនរឿងហ្នឹងគឺរឿងចឹងបើលោកហ៊ុនសែនខ្វល់ពីរឿងបញ្ហាប្រជាពលរដ្ឋលោកអត់រំលាយគណៈបកសង្គ្រោះជាតិចោលឲ្យគេដាក់ទណ្ឌកម្ម EBA យើង20%គេកោលទោសយើងជុំទឹះគេទុកឲ្យយើងឯកោឲ្យយើងអែបអបជាមួយចិនដល់ពេលឆ្លោះគ្នាជាមួយថៃគ្មាននរណាគ្រប់គ្រងយើងម្នាក់អាហ្នឹងគឺជានយោបាយខុសទេយើងខុសដោយសារអីបំផ្លាញសិទ្ធិមនុស្សចោលឲ្យអស់ទៅអែបចិនសង្ឃឹមថាចិនឲ្យស្ពៃហូបស្ពៃមែនឥឡូវមានណាចិនប្រលេះដៃចោលទៀតគ្រប់គ្រងថៃធ្វើសម្ពយុទ្ធយោធាជាមួយថៃពេលខ្មែរវាយមួយថៃបាត់ដីអស់មកកណោចិនប្រលេះដៃយើងទៅធ្វើសម្ពយុទ្ធយោធាជាមួយថៃហើយយើងនឹងនៅតែមុតមើលឆ្នាំអញ្ចឹងទៅយុទ្ធនាការយុទ្ធសាស្ត្ររបស់យើងដើរខុសយើងដើរត្រូវតែមួយយ៉ាងគឺក្រាញអំណាចដើម្បីឲ្យក្រុមគ្រួសារតកូលហ៊ុនអាចដឹកនាំប្រទេសបានអស់មួយជីវិតប៉ុន្តែប្រជាពលរដ្ឋរីងរៃអស់មួយជីវិតដែរនេះអារឿងនយោបាយខុសហើយដល់ពេលឥឡូវអត់កែខុសហ្នឹងគឺឲ្យនៅចឹងតែហ៊ានយកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីមកប្រើទោះជាបានចំណេញដល់ការជជែកជាមួយនឹងឲ្យគេសើរើដើម្បីបានឲ្យថៃគ្រប់ដែនអធិបតេយ្យខ្មែរបានស្អីមកប៉ិនកូនដៃហ្នឹងមានទៅសំខាន់អីប្រហែលហិកតាហ្នឹងសំខាន់គឺការគ្រប់គ្រងប្រទេសហ្នឹងអរគុណសន្តិភាពហ្នឹងរឿងហ្នឹងគឺវាសកម្មចិត្តអញ្ចឹងណាបងប្អូនគឺរឿងអញ្ចឹងទេហើយអត់ប្តឹងតមួយជាមួយទៅសាលាការអន្តរជាតិដែរបើតាមប្រសាសន៍របស់លោកហ៊ុនសែនដែលនិយាយត្រូវការពេលយូររាប់ឆ្នាំគាត់និយាយពីរឿង ICJ រឿងប្រាវិហាររឿងតាំងពី1962មកដល់ឆ្នាំ2008 2011 2013អីណាថាយូរអីហ្នឹងគឺយើងបានន័យថាយើងអត់ចង់ប្រើយន្តការដែលច្បាស់នឹងបានដីមកវិញទេព្រោះវាស៊ីពេលយូរអញ្ចឹងយើងប្រើយន្តការចរចាដើម្បីស្អំចិត្តប្រជាពលរដ្ឋបានតែមកគ្រាទេបងប្អូននេះគឺជានយោបាយអង្គកំប៉ុងព្រឹកទៅទិញមកកំប៉ុងល្ងាចថ្ងៃត្រង់បន្តិចដាំមកពេលទៀតទិញមកកំប៉ុងទៀតដល់តែពេលយប់ត្រូវការបាយទៅទិញមកកំប៉ុងទៀតនយោបាយអង្គកំប៉ុងនេះហាគឺវេទនាហើយគឺបានន័យថាលួងចិត្តដែរអត់ដល់ពេលបាយមានតាំងអង្គនេះទៅទិញមកដាំថ្ងៃត្រង់ទៅទិញមកអត់មានអស់អង្គផងតែសំខាន់អង្គនៅក្នុងស្តុកអត់មានទេពឹងទៅលើតូបចាប់រួយដើម្បីទិញអង្គកំប៉ុងហ្នឹងហើយដល់តែពេលចាំមើលតែពេលមានបញ្ហាអីតូបហ្នឹងគេបិទដាច់ពោះបណ្ដោយព្រោះយើងអត់បានធ្វើអយុទ្ធសាស្ត្រមួយដើម្បីយកអង្គមកស្តុកទុកយូរឆ្នាំដើម្បីកុំទៅពឹងលើអង្គកំប៉ុងហ្នឹងឥឡូវហ្នឹងយើងធ្វើអង្គកំប៉ុងហ្នឹងឲ្យប្រជាពលរដ្ឋស្អំលួងចិត្តមួយផ្លែតចឹងសិនណាដើម្បីឲ្យដោះស្រាយបញ្ហាតាមដំណាក់កាលបើថៃគេខ្ជាក់បានតែមួយដុំកន្លែងណាទូចមួយគឺទុងស្គរពេញផ្ទៃប្រទេសហើយថាយើងជោគជ័យហើយចាំមើលបងប្អូនចំណាំមើលឲ្យតែបានកន្លែងណាមួយដុំឲ្យតែព្រមតែបន្តិចគឺយើងទុងស្គរឲ្យពេញពិភពលោកហើយប៉ុន្តែទាំងឆ្លោះគ្នាជាមួយថៃគ្មានទីបញ្ចប់ទេបើអត់ទៅតុលាការយុត្តិធម៌អន្តរជាតិព្រោះពីរនាក់នេះអត់អាចអ្នកដដើមគ្នាដេកកដាលបានទេយើងបានតែការពីអំណាចគ្នានយោបាយទេប៉ុន្តែជាដុំកំភួនគឺយើងអត់បានដីដោយការចរចាអញ្ចឹងទេព្រោះអាយន្តការនេះថៃកំពុងតែប្រាប់ថាគេនឹងបំផ្លាញវាចោលទៀតលែងមានទៀតបិទអាផ្លូវចរចានឹងទៀតហើយយើងនៅតែអោបជើងគេអាចរចានឹងតែយើងអីក៏អន់ម្លេះយើងចង់បានអីទៀតគឺគ្មានអ្នកណាចង់បានសង្គ្រាមទេប៉ុន្តែថៃនេះមិនត្រូវឲ្យរួចខ្លួនទេខ្ញុំប្រាប់គឺត្រូវតែកោតទោសថៃឲ្យប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិនិងព្រំដែនអន្តរជាតិឲ្យទទួលស្គាល់អាយុជីវិតរបស់ទាហានយើងដែលស្លាប់យ៉ាងអនាយធមប្រជាពលរដ្ឋខ្លោចផ្សាជនភៀសសឹកបាត់ផ្ទះបាត់សម្បែងឥឡូវដល់ពេលបាត់ផ្ទះបាត់សម្បែងនឹងលោកហ៊ុនសែនថាម៉េចទេផ្ទះដែលសង់ឲ្យប្រមាណ3000ខ្នងហ្នឹងណាពេលបើបានថាដីមកវិញកុំយកអីឲ្យគាត់ជាអនុស្សាវរីយ៍ទៅជាកាដូឲ្យគាត់នៅទៅដីក៏បានវិញផ្ទះក៏បានវិញបង្កើតឲ្យមានក្តីសង្ឃឹមខ្យល់មួយទៀតគឺថាបើបានអាហ្នឹងមកអញ្ចឹងស្អំចិត្តប្រជាពលរដ្ឋទៅឃើញទេតាដីនៅអាផ្ទល់ដែននឹងបានមកវិញអាផ្ទះនេះឲ្យទៀតប្រជាពលរដ្ឋនឹងទៅទៀតហើយអូឃើញទេសម្ដេចពុកមានការសន្តោសប្រណីគិតគូរចង់ឲ្យទៀតអីអញ្ចឹងមិនត្រឹមតែសង់ផ្ទះឲ្យល្អហើយរកផ្ទះរកអីឲ្យគាត់មកល្អហើយឲ្យដីឲ្យអីគាត់បន្ថែមទៀតសម្រាប់ជនភៀសសកកម្មតែនៅក្នុងប្រទេសនឹងប្រជាពលរដ្ឋខ្លោចផ្សាយំសសិចសស័កមើលតែណែបងស្រីម្នាក់ប៉កូននៅអារឿងស្អីដីគាត់នៅតុងអាំងនៅអីហ្នឹងគឺនៅហ្នឹងប្រជាពលរដ្ឋដែលមានបញ្ហាដីធ្លីហ្នឹងគឺថាទឹកភ្នែកពេញផ្ទៃប្រទេសរាល់តដង
ហើយតែពេលហើយគាត់ទៅគិតពីរឿងអាដីបានសង់ហ្នឹងហើយទុកឲ្យទៅវាល្អហើយប៉ុន្តែយើងត្រូវធ្វើខាងក្នុងនេះបន្ថែមទៀតហើយម្ដងទៀតបើសិនជាធ្វើបែបនេះអាដីរបស់បងប្អូនហ្នឹងគឺដឹងអត់ហើយបានតែផ្ទះសង់ថ្មីហ្នឹងឯងនៅទៅគឺសង្ឃឹមដីទល់ដែនដឹងអត់ហើយបើអត់ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិនិងព្រំប្រទានអន្តរជាតិបើអត់ប្រាយន្តការកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីអីហ្នឹងមួយណាក៏បានដែរបានជោគជ័យទាំងអស់ខ្ញុំគិតអត់តារឿងមួយយ៉ាងគត់គឺអារឿងចរចាទ្វេភាគីហ្នឹងនឹងអត់ទេព្រោះឥឡូវយើងទៅចរចាទ្វេភាគីមិនបើយើងបិទផ្លូវទៀតហើយហ្នឹងយើងទៅប្រកាសថាព្រំដែនហ្នឹងនៅមិនបើកទេឥឡូវពាក់ឯការផលិតផលថៃទៀតថៃគេស្ដាប់ឮគេមិនមែនល្ងងទេនិយាយខ្មែរហ្នឹងគេយកទៅបកប្រែអស់ហើយតែប្រហែលចឹងសារមកទៀតហើយជះគ្នាឥឡូវថ្ងៃហ្នឹងមេតបថៃឡើងមកទៀតថាព្រំដែនតែបិទគឺបិទហើយអត់មានបើកចឹងហើយចឹងចរចាយ៉ាងម៉េចទៅយើងចរចាដូចអ៊ីរ៉ាក់អ៊ីរ៉ង់អាមេរិកជាមួយអ៊ីរ៉ង់គេមានសពាវុធគេទៅខ្ទប់ច្រកហ័រមូសណោះអត់ឲ្យនាវារបស់អ៊ីរ៉ង់ដឹកទំនិញអីចេញពីកំពង់ផែអ៊ីរ៉ង់ទៅកំពង់ផែពិភពលោកឬក៏ពីកំពង់ផែពិភពលោកចូលអ៊ីរ៉ង់អាហ្នឹងបានជាមានឥទ្ធិពលទប់គេបានហើយយើងទប់គេយ៉ាងម៉េចយើងទៅពឹងគេចរចាដើម្បីបាននេះយើងអត់មានគេហៅទំនុនអីសោះទៅធ្វើពហិការផលិតផលថៃពហិការមិនបើមួយឆ្នាំហើយថៃអត់ត្រូវការយកមកលក់ឲ្យយើងហ្នឹងគេលក់ទៅប្រទេសផ្សេងទៀតបានហ្នឹងហើយយើងក៏បានពឹងផលិតផលក្នុងស្រុកអីនិយាយទៅយើងអត់ពឹងគ្នាទៅវិញទៅមកបាននៅក្នុងន័យថាយើងទៅដាក់សម្ពាធថៃធ្វើពហិការផលិតផលគេយ៉ាងដូចម្ដេចទៅនៅពេលដែលគេអត់គិតថាពហិការនឹងបានផលគេប៉ុណ្ណឹងវាទៅជាប៉ះពាល់ប្រជាពលរដ្ឋក្នុងស្រុកឆ្លោះគ្នាចាប់គ្នាដាក់គុកដោយសាររឿងអត់ផលិតផលថៃមិនបានអីចឹងលាក់នឹងលាក់ត្រួយណាអាហ្នឹងវាមិនមែនជាទម្ងន់នៅក្នុងការចរចាទេវាធ្វើឲ្យការចរចានឹងរលាយខ្សលទៅវិញទៀតព្រោះអត់ត្រូវគ្នាដូចខ្ញុំនិយាយចឹងប្តីប្រពន្ធឆ្លោះគ្នាអត់រកវិធីល្អកល្អឿនគ្នាថាអូបើឆ្លោះគ្នាវាយគ្នាបែកក្បាលបែកកបោងចឹងទៅល្ងាចឡើងយើងម្នាក់ឯងហ្នឹងទៅដេចឹងទៅក៏នៅពេទ្យហ្នឹងក៏មានគេមានប្រេងកាឡាមានអីខ្លះនៅពេទ្យហ្នឹងក៏សុំគេមកមានបងរបួសអីបិទមកថ្នាំអាស្អីបេតាឌីនអីហ្នឹងថ្នាំក្រហមអីហ្នឹងយកមកដាក់លើតុទៅក៏ប្រាប់ប្រពន្ធយើងថាជ្រុលដៃជ្រុលអីអានេះយកទៅលាបខ្លះអីខ្លះទៅខ្លួនឯងខ្លះទៅដើម្បីឲ្យជាអីអីចឹងទៅអាហ្នឹងវាត្រូវគ្នាវិញតែនេះអត់មកររឿងរវាយទៀតប្រាប់តែទៅចរចាគ្នាយ៉ាងម៉េចខ្ញុំពងតែអត់យល់វាអត់មានចំណុចដែលយើងត្រូវគ្នាសោះហើយទៅប្រាប់ប្រជាពលរដ្ឋថាជឿជាក់លើរដ្ឋាភិបាលទៅយើងត្រូវគ្នាហើយប៉ុន្តែនៅក្នុងពេលហ្នឹងគឺយើងកំពុងតែរកវិធីទៅវាយគ្នាឆ្លោះគ្នាទៀតដើម្បីឲ្យហឹង្សានឹងគ្នាទៀតណាហើយទៅបន្ទោសគណៈបកប្រឆាំងថាយើងធ្វើឲ្យមានសង្គ្រាមនេះអាសង្គ្រាមហ្នឹងគឺរឿងធ្វើពហិការគេហ្នឹងសង្គ្រាមហ្នឹងព្រោះអីគឺអត់ត្រូវគ្នាតែយើងពហិការផលិតផលស្អប់ចិត្តសាសដូចគ្នាថៃជាតិនិយមជ្រុលខ្មែរជាតិនិយមជ្រុលឆ្លោះគ្នាទិលវាអត់មានបានផលទេយើងធ្វើពហិការផលិតផលគេកុំបាច់ធ្វើពហិការអីគ្រាន់តែគ្រប់គ្រងផលិតផលខ្មែរគ្នាឯងគ្រប់គ្រងទៅឲ្យលើកផលិតផលថ្នាក់ដឹកនាំមិនអាចទៅដាក់ប្រដាសាដាក់អីគេអ្នកណាអីដាក់ប្រដាសាមិនត្រូវខ្លួនឯងកូនគាត់ថាអ្នកអនុញ្ញាតឲ្យផលិតផលថៃចូលតាមកុងតឺន័រច្រកសីហនុមួយថ្ងៃរាប់រយរាប់អីកុងតឺន័រហ្នឹងហើយរាប់ម៉ឺនកុងតឺន័រមកដល់ឥឡូវហ្នឹងផលិតផលថៃតាហើយអ្នកណាឲ្យនាំចូលហើយចោះតាមយន្តហោះតាមអីហ្នឹងសិផលិតផលថៃតែយើងហាមតែផ្លូវគោកហ្នឹងយើងហាមអារឿងផលិតផលនាំចូលខុសច្បាប់រថពន្ធវាមិនមែនហាមតែពេលឆ្លោះគ្នាមួយថៃទេអារថពន្ធហ្នឹងយើងហាមគ្រប់តែពេលតាចាំបាច់យកសារពេលហ្នឹងខ្ញុំបញ្ចប់នៅសល់8នាទីទៀតបងប្អូនគឺតាក់តងនឹងរឿងលោកសេងសេរីបបួលលោកហ៊ុនសែនបញ្ចេញសារឲ្យអស់រឿងតំណែងតំណងពុកធរកូនធរបងប្អូនខ្ញុំនិយាយឲ្យស្មោះត្រង់លោកសេងសេរីហើយខ្ញុំស្គាល់គ្នាដូចជាយើងនិយាយទៅគឺខ្ញុំរាប់អានចាត់ទុកលោកជាមនុស្សម្នាក់ដែលគួរឲ្យគោរពណាហើយអត់ទាន់បាត់បង់ការគោរពហ្នឹងទេជាបញ្ញវន្តហើយជាមិត្តភ័ក្តិរបស់ខ្ញុំដែរទេនៅក្នុងបណ្ដាញសង្គម Facebook ហ្នឹងយើងស្គាល់គ្នាយូរហើយខ្ញុំជាមួយនឹងលោកសេងសេរីខ្ញុំនៅតែឲ្យតម្លៃលោកថាជាបញ្ញវន្តខ្មែរមួយដ៏កម្រប៉ុន្តែខ្ញុំខកចិត្តមែនតើនៅពេលដែលឮថាលោកហ៊ុនសែនធ្វើជាអនុក្នុងលោកបានបកស្រាយបញ្យលហើយខ្ញុំបានប្រាប់បងប្អូនតាំងពីសារលើកក្រោយនឹងថាខ្ញុំនឹងលែងនិយាយពីលោកសេងសេរីរហូតដោយសារតែទី1ខ្ញុំខកចិត្តទី2ក៏ខ្ញុំគិតថាបានហើយព្រោះលោកហ៊ុនសែនសម្លាប់ជីវិតនយោបាយរបស់លោកសេងសេរីទៅហើយលោកក៏ចេញមកបកស្រាយបកអីហ្នឹងខ្ញុំក៏បានធ្វើ show ហើយខ្ញុំបានប្រាប់តាំងពីប្រហែលជា8ខែមុន9ខែមុនមកម្លេះថានោះគឺជា show ចុងក្រោយរបស់ខ្ញុំហើយតាក់ទងនឹងលោកបណ្ឌិតសេងសេរីប៉ុន្តែខ្ញុំមិនដែល unfriend លោកឬអីទេគឺនៅតែមិត្តភ័ក្តិនៅ Facebook ដដែលគ្រាន់តែថាមិនតាក់ទងគ្នាមិននិយាយស្អីស្អីទេព្រោះយើងដឹងហើយ
ការដែលមិននិយាយស្ដីហ្នឹងមិនមែនបានន័យថាយើងឈប់តាក់ទងគ្នាយើងឈប់រាប់អានគ្នាមិនមែនទេគាត់ថាខកចិត្តស្ដាយតែប៉ុណ្្នឹងឯងប៉ុន្តែមករយៈពេលកន្លងមកហ្នឹងខ្ញុំតាមដានបណ្ដាញសង្គម Facebook គាត់ជារៀងដរាបដែរខ្ញុំមិនតាមដានថាចង់និយាយថាទៅស្ដាប់ខ្ញុំមិនដែលបានស្ដាប់គាត់ទេប៉ុន្តែឃើញអាការដែលគេ share ទៅមកហ្នឹងឃើញគាត់ធ្វើ live ធ្វើអីរៀងរាល់សប្តាហ៍ហ្នឹងគឺព្រោះយើងជា friend តែគាត់ផុសអីមកគឺយើងឃើញអូលោកសេងសេរីធ្វើ live show អីទេខ្ញុំគ្រាន់មើលចំណងជើងគាត់ធ្វើអីចឹងគាត់ទៅចឹងទៅគាត់សរសេរអីនៅក្នុងនេះហ្នឹងគឺខ្ញុំសប្បាយចិត្តនៅឃើញបញ្ញវន្តយើងហ្នឹងគឺងើបពីដួលដេកមកហ្នឹងឡើងខំប្រឹងកសាងកិត្តិយសគេឈ្មោះឡើងវិញខ្ញុំដឹងថាប្រជាពលរដ្ឋខ្មែរមិនអនុគ្រោះឲ្យលោកសេងសេរីច្រើនណាក៏ប៉ុន្តែក៏មានអ្នកគ្រប់គ្រងគាត់ក៏សម្បើមដែរដូចថាអាហោសកម្មទៅធ្វើម៉េចបើគាត់ទទួលកំហុសអីចឹងដំបូងណាខ្ញុំគិតថាខ្ញុំនឹងមិនផ្សាយលោកសេងសេរីតតែសោះដោយសារតែខ្ញុំខកចិត្តខ្ញុំស្ដាយព្រោះអីក៏ហេតុអីបានជាគាត់ទៅយកលុយគេទៅធ្វើជាអនុក្នុងរបស់លោកហ៊ុនសែនប៉ុន្តែនៅពេលដែលនេះថ្មីនេះនៅពេលដែលមុននិយាយទៅខ្ញុំទើបតែផ្សាយសាររបស់គាត់មុនមួយថ្ងៃនឹងលោកហ៊ុនសែនចេញអាសារវាយប្រហារលោកសេងសេរីណាដល់តែពេលស្ដាប់សារលោកហ៊ុនសែនជាលើកទី2ក្នុងការដែលវាយដៃគោលថែមលើអាមឈូសដែលសាកសពរបស់លោកសេងសេរីខ្ញុំអាណិតលោកសេងសេរីខ្លោចចិត្តហ្មងខ្ញុំនិយាយឲ្យស្មោះត្រង់បងប្អូនអាចខឹងខ្ញុំថាទៅគ្រប់គ្រងបណ្ឌិតដែលលក់ក្បាលលក់អីបងប្អូនចោតអីចោតទៅប៉ុន្តែខ្ញុំគិតថាសិលធម៌របស់លោកហ៊ុនសែនទាបខ្លាំងពេកដែលខ្ញុំគិតថាខ្ញុំលំអៀងទៅលោកសេងសេរីវិញណានៅពេលដែលសិលធម៌លោកហ៊ុនសែនទាបខ្លាំងពេកខ្ញុំលំអៀងទៅលោកសេងសេរីត្រង់ន័យថាមនុស្សដេកដួលទាត់គ្នា4 10ជើងចាក់4 10កបិតហើយឥឡូវនោះទៅយកដុំថ្មមកដុំយកទៅទម្លាក់លើក្បាលគ្នាទៀតតើជាមនុស្សយើងមានភាពសាហាវខូខើព្រៃផ្សៃអីក៏យ៉ាងនេះដល់តែពេលធ្វើអញ្ចឹងដំបូងខ្ញុំខកចិត្តខ្ញុំអីជាមួយនឹងលោកសេងសេរីឥឡូវខ្ញុំទៅជាអាណិតគាត់វិញខ្ញុំអាណិតនៅអំពើរបស់លោកហ៊ុនសែនដែលសាហាវពេកព្រៃផ្សៃពេកខូខើពេកដូចថាតកតងនឹងរឿងដែលបំផ្លាញគាត់ឲ្យអស់ចិត្តទៅហើយឥឡូវនេះគាត់ចាប់ផ្ដើមកវែកកឆ្នាំងបើសិនជាលោកហ៊ុនសែនអត់និយាយអីសោះខ្ញុំគិតថាលោកសេងសេរីនឹងរងសម្ពាធផ្លូវចិត្តពីប្រជាពលរដ្ឋហ្នឹងនៅតែស្មានថាគាត់ជាមនុស្សរបស់លោកហ៊ុនសែនរហូតនឹងមិនដឹងជាយ៉ាងម៉េចទុកចិត្តដល់តែពេលថែមដុំថ្មមួយដុំទៀតសកត់ក្បាលលោកសេងសេរីឲ្យពេលដេកដួលនៅដីគឺលោកសេងសេរីខ្លាយទៅជាបុគ្គលមួយដែលអាចនឹងស្ដារសិលធម៌កិត្តិយសសេចក្តីថ្លៃថ្នូរនិងឱកាសរបស់លោកទៅវិញខ្ញុំគិតថានេះជាឱកាសមាសលោកហ៊ុនសែនមានចេតនាបំផ្លាញលោកសេងសេរីចោលឲ្យដាច់ផឹងតែម្ដងក៏ប៉ុន្តែជាអកុសលពេលវេលានេះគឺមិនល្អសម្រាប់លោកហ៊ុនសែនទេព្រោះអីបង្ហាញអំពីភាពខូខើព្រៃផ្សៃនិងភាពដូចថាគ្រុតគ្រៀតខ្លាំងពេកទៅលើមនុស្សដែលជាជនរងគ្រោះហើយយើងបំផ្លាញគេប្រមាណសារហើយយើងវាយមកឈូសហើយយើងវាយដៃគោលហើយឥឡូវយើងថែមដៃគោលឥឡូវយកដុំថ្មមកសកត់ពីលើទៀតដូចខ្លាចដែលថាលោកសេងសេរីនឹងក្រោកមកបានហើយពុំមានចាញ់សារចាញ់អីទៀតនៅពេលដែលលោកហ៊ុនសែនធ្វើបែបនេះខ្ញុំមានការអាណិតអាសូរទៅលើលោកសេងសេរីច្រើននេះជាភាពស្មោះត្រង់ខ្ញុំអហោសិកម្មចំពោះទង្វើខុសឆ្គងរបស់គាត់ពីមុនមកដែលខ្ញុំសោកស្ដាយប៉ុន្តែពេលនេះទៅខ្ញុំគិតថាលោកសេងសេរីគួរតែបញ្ចេញសារឲ្យបានច្រើនទៀតទៅឲ្យបងប្អូនប្រជាពលរដ្ឋស្ដាប់ទៅហើយបងប្អូនយកទៅថ្លឹងថ្លែងទៅកុំជឿគាត់ព្រោះអីម្ដងណាបើសិនជាលោកហ៊ុនសែនគិតថាលោកសេងសេរីនៅតែជាមនុស្សរបស់គណៈបកប្រជាជនកម្ពុជាគាត់តាមបំផ្លាញបែបនេះខ្ញុំជឿថាគឺជាការផ្ដល់ឱកាសឲ្យលោកសេងសេរីប្រាប់ប្រជាពលរដ្ឋថាលោកអស់មានអីជាមួយលោកហ៊ុនសែនលោកហ៊ុនសែននៅប្រើក្លេមួយថានឹងបញ្ចេញខ្សែអត្ថសម្លេងទៀតឬសារទៀតគឺតាក់ទងនឹងលោកសេងសេរីសរសេរទៅលោកហ៊ុនសែនតាមប្រព័ន្ធ Telegram កាលពីខែ12គឺខែធ្នូពេលដែលថៃកំពុងឲ្យវាយមួយខ្មែរដែលលោកសេងសេរីលើកទឹកចិត្តឲ្យលោកហ៊ុនសែនប្រើយុទ្ធសាស្ត្រសង្គ្រាមឆ្លប់តាមពិតអ្នកដែលចង់ឲ្យធ្វើសង្គ្រាមមិនមែនក្រុមប្រឆាំងទេគឺលោកសេងសេរីទៅវិញទេហើយលោកសេងសេរីក៏គាត់បកស្រាយទៀតថាគាត់មានហេតុផលមួយគឺតាក់ទងនឹងធ្វើសង្គ្រាមឆ្លប់ហ្នឹងកុំឲ្យថៃមានឱកាសយកអាព្រំដែនហ្នឹងឲ្យអនុទិនច័ន្ទវរៈគុលឡើងកាន់អំណាចបានហ្នឹងគឺវាយរពេះរប៉ោះតាមទល់ដែនទៅរំខានអីចឹងទៅបាទតាមពិតខ្ញុំជឿថាគំនិតរបស់លោកសេងសេរីដែលផ្ដាល់ទៅរដ្ឋាភិបាលតាក់ទងនឹងសង្គ្រាមឆ្លប់នេះវាជាគំនិតមួយ
គេធ្វើជាទូទៅនៅលើប្រទេសជាច្រើននៅពេលដែលយើងវាយកម្លាំងធំអត់ឈ្នះគឺសង្គ្រាមឆ្លប់ដូចអ្វីដែលក្រុមពួកអាហ្វហ្គានីស្ថាននិងអ៊ីរ៉ាក់អីពួកក្រុមដែលគេយកគ្រាប់បែកផ្ទុះអីសម្រាប់ទាហានអាមេរិកអីហ្នឹងគឺវាយអាមេរិកអត់ឈ្នះគឺយកវិធីរបៀបសង្គ្រាមឆ្លប់របៀបអីអញ្ចឹងអាហ្នឹងគឺជារឿងយុទ្ធសាស្ត្រប៉ុន្តែរឿងសង្គ្រាមនេះគឺមែនតែនទៅបើស្ដាប់ទៅគឺជាគំនិតរបស់លោកសេងសេរីច្រើនជាងគំនិតក្រុមប្រឆាំងទេបើមើលទៅមែនតែនណាពួកក្រុមប្រឆាំងចង់ឲ្យប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិនិងព្រំដែនអន្តរជាតិហើយក្នុងនេះលោកសេងសេរីខ្លួនលោកក៏និយាយថារឿងព្រំដែននេះឯងដែលលោកត្រូវការកាត់ចិត្តទៅនិយាយប្រាប់ឲ្យអនុសាសន៍ទៅលោកហ៊ុនសែនខ្ញុំជឿថាភាសានេះយើងអាចជឿថាលោកសេងសេរីអាចនិយាយការពិតឬក៏អាចជាឱកាសដើម្បីការពារខ្លួនលៀងខ្លួនកុំឲ្យថានៅតែតាក់ទងលោកហ៊ុនសែនបានដែរអីទៀតអញ្ចឹងទៅយើងនៅថ្លឹងថ្លែងគាត់ថាខ្ញុំបងប្អូនដែលមានមន្ទិលជាមួយនឹងលោកសេងសេរីគឺមានមន្ទិលតទៅទៀតចោះក៏វាជាការដែលបងប្អូនផ្ដល់មេរៀនឲ្យបណ្ឌិតឬក៏បញ្ញវន្តយើងកុំឲ្យជ្រុលជ្រោះដោយលោកសេងសេរីអញ្ចឹងគឺមិនងាយកែកិត្តិយសសេចក្តីថ្លៃថ្នូរមកទេលំបាកណាស់ម៉ោងនេះណាបើលោកសេងសេរីនិយាយអីក៏ដោយបើវាយប្រហាររដ្ឋាភិបាលហ្នឹងគឺនិយាយ100ប្រជាពលរដ្ឋនៅថ្លឹងថ្លែង50ទេប៉ុន្តែប្រយ័ត្នតែនៅក្នុងពេលហ្នឹងគាត់វិលមកវាយគណៈបកប្រឆាំងតែម្ដងណាគឺប្រជាពលរដ្ឋនឹងលែងទុកចិត្តគាត់100%វិញអាហ្នឹងពិបាកណាស់សម្រាប់លោកសេងសេរីគឺខ្ញុំអាសូរកន្លែងហ្នឹងដែរប៉ុន្តែខ្ញុំលើកទឹកចិត្តឲ្យគាត់និយាយអីទៀតទៅព្រោះអីការស្រាវជ្រាវរបស់គាត់ហ្នឹងហើយបងប្អូនកុំជឿគាត់100%ជឿខ្លះអត់ខ្លះអីចឹងទៅតែគ្រាន់តែខ្ញុំនិយាយថាក្នុងនេះខ្ញុំចាត់ទុកថាលោកជាជនរងគ្រោះហើយខ្ញុំជាប្រពៃណីទំនៀមទម្លាប់និងសម្បញ្ញៈរបស់ខ្ញុំស្អប់បំផុតវប្បធម៌ស្ដីបន្ទោសជនរងគ្រោះដូច្នេះការដែលខ្ញុំនិយាយថាលោកសេងសេរីនៅពេលនេះទទួលបានការអាណិតអាសូរពីខ្ញុំគឺដោយសារតែលោកជាជនរងគ្រោះនៃការបំផ្លាញលោកពីលោកហ៊ុនសែនម្ដងជាពីរដងទេគឺបានអញ្ចឹងឯងបាទខ្ញុំលោកខ្លាយទៅជាជនរងគ្រោះដែលខ្ញុំគិតថាសមទទួលបានការយកយុត្តិធម៌ខ្ញុំមិនខ្វល់ថាលោកជាលោកសេងសេរីជាឪធរកូនធររបស់លោកហ៊ុនសែនឬយ៉ាងណាទេតែលោកខ្លាយទៅជាជនរងគ្រោះម្ដងជាពីរដងហើយនៅក្នុងនេះគឺបានន័យថាខ្ញុំឲ្យតម្លៃទៅលើការមិនស្ដីបន្ទោសទៅលើជនរងគ្រោះត្រូវជួយរកយុត្តិធម៌ឲ្យគាត់ផងតែប៉ុណ្្នឹងឯងបាទយុត្តិធម៌របស់ខ្ញុំដែលចង់ថារកឲ្យលោកសេងសេរីនេះគឺហេតុអីបានជាលោកហ៊ុនសែនត្រូវធ្វើយ៉ាងដូចនេះហេតុអីបានត្រូវបកអាក្រាតលោកសេងសេរីហេតុអីបើសិនជាលោកសេងសេរីនិយាយអំពីរឿង RFE ដែលលោកហ៊ុនសែនលុបសារបើខឹងលោកសេងសេរីមិនទៅបាញ់និយាយអីជាមួយលោកសេងសេរីទៅរករឿង RFE បានត្រូវពួកគេអ្នកផ្សាយតាឲ្យគេកែតម្រូវទៅវាចប់ទៅហើយតែយកឱកាសហ្នឹងមកចង់បកអាក្រាតលោកសេងសេរីដូចជាពង្វៀងព្រឹត្តិបាទសូមទោសបងប្អូនខ្ញុំភ្លេចបិទ airplane mode ខ្ញុំនឹងបញ្ចប់គឺបានន័យថាអឺតើតើនឹងលោកសេងសេរីនេះគឺលោកហ៊ុនសែនខ្លួនលោកគឺបង្ហាញអំពីសិលធម៌នៃថ្នាក់ដឹកនាំដែលសំបីតែមនុស្សដែលខ្លួនប្រើហ្នឹងគឺម្ដងហើយម្ដងទៀតបំផ្លាញអញ្ចឹងម្នាក់គឺរអាហ្មងនេះមិនមែនជាសារសម្រាប់លោកសេងសេរីទេណាសាររបស់លោកហ៊ុនសែននេះគឺជាការអាកមន់គម្រាមសัตว์ស្វាប្រាប់ទៅអ្នកដតីទៀតទាំងអស់គ្នានៅក្នុងអ្វីដែលកំពុងតែលក់ក្បាលធ្វើជាលលកធ្វើអីឲ្យលោកហ៊ុនសែនធ្វើជាកិញសម្ងាត់អីហ្នឹងគឺវាសនារបស់អ្នកគឺដូចទឹកលើស្លឹកឈូកអញ្ចឹងគឺតិចទៀតនឹងកពុបខ្ចាយហើយអ្នករស់នៅក្នុងរបៀបអត់មានទីបញ្ចប់អញ្ចឹងដូចគ្នាអញ្ចឹងជាសារឲ្យប្រជាពលរដ្ឋមានការភ័យបាក់ស្បាតនឹងអំណាចអធិបុលភាពប្រេះផ្ដាស់របស់លោកហ៊ុនសែនទេដូច្នេះតាមពិតរឿងនេះគឺជារឿងបរាជ័យច្រើនជោគជ័យបរាជ័យហ្នឹងគឺលោកហ៊ុនសែនបង្ហាញអំពីការដែលបិទផ្លូវរើស្ពានណាគាត់រើស្ពានបន្តិចម្ដងរើស្ពានជាមួយថៃខ្ទេចខ្ទីអស់ហើយជាមួយបៃថងឋានជាមួយនឹងហើយរើស្ពានជាមួយគណៈបកប្រឆាំងខ្ទេចខ្ទីអស់ហើយរើស្ពានជាមួយអានុក្នុងហ្នឹងឥឡូវចាប់ផ្ដើមខ្ទេចខ្ទីអស់ទៀតតើគាត់នៅស្ពានអីដើរទៀតអស់អាលីងតែម្ដងអញ្ចឹងអាការដែលប្រមូលផ្ដុំប្រជាប្រិយដើម្បីឲ្យគេគ្រប់គ្រងរដ្ឋាភិបាលដឹកនាំដោយគណៈបកប្រជាជនហ្នឹងកាន់តែរួមតូចទៅនេះគឺជាការបំផ្លាញខ្លួនឯងទេខ្ញុំចំណាំមើលដោយរបបខ្មែរក្រហមអញ្ចឹងគឺអត់មាននរណាទៅបំផ្លាញខ្មែរក្រហមបានក្រៅពីខ្មែរក្រហមទេខ្មែរក្រហមបំផ្លាញខ្លួនឯងទេណាបងប្អូនណាកុំសម័យថាប្រជាពលរដ្ឋកម្ពុជាដែលគេយកទៅសម្លាប់រាល់ថ្ងៃអាចក្រោកបះបោតវ៉ាជាមួយពួកខ្មែរក្រហមបានអត់ទេ3ឆ្នាំ8ខែ20ថ្ងៃខ្មែរក្រហមលលាយខ្លួនដោយការរំលាយខ្លួនឯងទេបំផ្លាញខ្លួនឯងដោយសារអីចាប់ផ្ដើមសម្លាប់កម្មាភិបាលផ្ទៃក្នុងរបស់ខ្លួនមានជំងឺខ្លាចសម្ោលខ្លួនឯងនឹងអ្នកណាក៏ខ្មាំងយូរទៅគឺស្លាប់ទាំងអស់ដូច្នេះនេះគឺជារឿងបំផ្លាញខ្លួនឯងដូចគ្នាដែលទៅផ្លូវហ្នឹងហើយខ្ញុំនិយាយនេះគឺនិយាយផ្អែកទៅលើសច្ចធម៌ទេគឺបំផ្លាញគេឲ្យចាប់តាមទិញលលកទិញអីហ្នឹងមកអត់បានចំណេញអីទៀតទេគឺវិធីដែលល្អគឺស្ដារអ្វីដែលជាកំហុសឆ្គង
ហើយទទួលកំហុសហើយទៅមុខទៀតហើយឈប់បំផ្លាញគ្នាឈប់លៀបពណ៌គ្នាឈប់ងើបមួយវាយមួយស្រោចស្រង់ផ្សះផ្សាជាតិទៅដែលធ្វើឲ្យប្រជាពលរដ្ឋនឹងចាប់ផ្ដើមមានសមានចិត្តព្រោះឥឡូវនេះគឺគេកំពុងតែខឹងរដ្ឋាភិបាលខ្លាំងដោយសារតែរឿងបាត់ដីទៅថៃនឹងឯងហើយយើងនៅតែគិតថាអាចយកបាននៅពេលដែលយន្តការផ្សេងទៀតយើងអត់ប្រើបាទហើយឥឡូវនេះខ្ញុំបងប្អូនខ្ញុំស្លេះការផ្សាយរបស់ខ្ញុំត្រឹមប៉ុណ្ណឹងឯងរៀងវែងតិចហើយបងប្អូនក៏យប់ជ្រៅដែរម៉ោង11ជាងហើយខ្ញុំគ្រាន់តែថានេះគឺជាទស្សនវិជ្ជារួមអំពីអ្វីដែលជាសាររបស់លោកហ៊ុនសែនដែលមែនតែនទៅគឺធ្វើឲ្យប្រជាពលរដ្ឋខ្មែរអស់សង្ឃឹមហើយនឹងចុងក្រោយទៀតយើងមានអ្វីដែលជាអស្ចារ្យរបស់កម្ពុជាក្នុងបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិយើងនៅប្រទេសកម្ពុជាឥឡូវមានពាក្យល្បីថ្មីមួយទៀតគឺរដ្ឋមន្ត្រីលះហាលបាទយើងធ្វើកកឹកកក្រែងលះរាប់តោនយកមកដាក់ដើម្បីទទួលភ្ញៀវអីអញ្ចឹងទៅហើយលោករដ្ឋមន្ត្រីក្រសួងទេសចរហួតហាក់ហ្នឹងក៏ថាជាសមិទ្ធិដ៏អស្ចារ្យរបស់កម្ពុជាបង្ហាញអំពីការអភិវឌ្ឍការអីចឹងខ្ញុំក៏កោតសរសើរដែរដែលរដ្ឋាភិបាលកម្ពុជានៅតែអាចរៀបចំសង្ក្រាន្តសង្គរឬក៏បុណ្យចូលឆ្នាំខ្មែរយើងនៅខ្មែរហ្នឹងក៏ក្រឹកក្រែងឲ្យប្រជាពលរដ្ឋនៅអាចសប្បាយក្អាកក្អាយក្នុងពេលដែលយើងកំពុងបាត់ដីទៅថៃអីហ្នឹងគឺថាឃើញប្រជាពលរដ្ឋភ្លេចប្រជាពលរដ្ឋយើងខ្មែរយើងឆាប់ឈឺឆាប់ភ្លេចណានេះគឺជាចំណុចខ្សោយមួយធំបំផុតរបស់ជាតិសាសន៍នេះគឺឆាប់ឈឺឆាប់ភ្លេចគេវាយយើងទុកសាច់គេឲ្យប្រេងកាឡាមកខ្លងគឺបានន័យថាគេអ្នកមានគុណមកពេចគឺអាហ្នឹងហើយដែលធ្វើឲ្យយើងពិបាកបងប្អូនវាជាចេតនាវាអាចជាន័យល្អដែរមិនគុំគួនមិនចងពៀចងអាឃាតប៉ុន្តែអាការឆាប់ឈឺឆាប់ភ្លេចហើយត្រូវគេអញ្ចឹងគេពវក់បានណាបងប្អូនគឺគេកែខួរក្បាលយើងគឺលៀងខួរក្បាលយើងពវក់យើងឲ្យឆាប់ជឿទៅលើអ្វីមួយរំពេចហ្នឹងភ្លេចការឈឺចាប់ការអីឥឡូវដោយសារតែរឿងណែបនចូលឆ្នាំដែលក៏ក្រឹកក៏ក្រែងបាញ់ទឹកប៉ាតម្សៅលះហាលអីហ្នឹងមានរដ្ឋមន្ត្រីលះហាលអីហ្នឹងរឿងព្រំដែននៅមួយឡែកប្រជាពលរដ្ឋចាប់ផ្ដើមសបាយមកទំហឹងអីអញ្ចឹងទៅប៉ុន្តែបងប្អូនចប់ការបនចូលឆ្នាំនេះហើយទៅគឺបងប្អូនត្រូវសង្រួមត្រូវតែសម្រុកដួងចិត្តទាំងអស់គ្នាជំរុញឲ្យរដ្ឋាភិបាលដាក់ពាក្យប្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិនិងយុតិធធអន្តរជាតិឬក៏ប្តឹងទៅកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនឹងឲ្យខានតែបានហើយបើសិនជាយើងត្រូវតែសម្រុកអ្វីដែលធ្វើក្នុងន័យនេះគឺធ្វើអត់មានសង្គ្រាមទេកុំលើកទឹកចិត្តឲ្យសង្គ្រាមវាយមិនឈ្នះថៃទេមិនបាច់ឆ្ងល់ទេមិនបាច់ទៅលោកហ៊ុនសែនមកលៀបពណ៌ឲ្យគណៈបកប្រឆាំងណាទេខ្ញុំជឿថាបើវាយជាមួយថៃមិនឈ្នះគេទេទៅគឺទៅស្លាប់ខ្លួនហើយអត់មានឈ្នះគេទេហើយខ្ញុំក៏មិនមើងងាយទាហានយើងដែរយើងធ្វើដូច្នេះយើងមិនឈ្នះគេទេយកទាហានយើងទៅស្លាប់ចោលហើយសំខាន់គឺយើងត្រូវពង្រឹងឲ្យមានឯកភាពជាតិគ្នាហើយពង្រឹងវិស័យយោធាវិស័យអីទៅហើយប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិកុំថាយូរប៉ុណ្ណា100ឆ្នាំទៀតក៏ដោយក៏ត្រូវតែដាក់ប្តឹងឲ្យខាងតែបានឲ្យថាដំណើរការក្តីនឹងអីក៏ដោយសំខាន់គឺឲ្យតែមាននៅតុលាការនឹងសិនហើយអាចរចានេះក៏ចរចាទៅអត់មានអ្នកណាខាត់ទេ JBC JX ចរចាទៅប៉ុន្តែដាក់ប្តឹងគេផងហើយពេលចរចាហ្នឹងសុំប្រយ័ត្នមាត់កផងបើយើងចង់ឲ្យត្រូវគ្នាប្តីប្រពន្ធកុំរកភ្លើងមកដុតប្រឆេះទៀតគឺយើងត្រូវរកពេលស្អំគ្នាទៅបើឈប់ទៅអានយោបាយស្អីភាសាវោហាសាស្ត្រផលិតផលបេតិការកោលទុះបិទព្រំដែននេះបានហើយប៉ុណ្ណឹងបានហើយថៃគេអត់បើកទេយើងក៏អត់បើកដែរបានហើយខ្លាំងដូចគ្នាហើយប៉ុន្តែនៅទៅខ្លាំងនៅនឹងមួយជីវិតទៅចរចាមិនបើយើងនៅខ្លាំងអញ្ចឹងយើងនៅពហិការគ្នាទៅវិញទៅមកឆ្លោះគ្នាអញ្ចឹងរហូតឲ្យសង្ឃឹមអីគេឥឡូវសង្ឃឹមអីបើយើងអត់មានទៅខិតចិត្តគ្នាបន្តិចសោះហ្នឹងហើយឲ្យប្រជាពលរដ្ឋសង្ឃឹមតែយើងបិទផ្លូវហ្នឹងឲ្យប្រជាពលរដ្ឋឆ្លងស្ពានតែយើងរើស្ពានចោលបាទបងប្អូនរឿងព្រំដែនណាសំបីតែ1មីលីម៉ែត្រមិនមែនជារឿងប៉ិនកូនដៃទេគឺជារឿងប្រប៉ិនភ្នំព្រះសម័យសូម្បីតែ1មីលីម៉ែត្រហើយសូមឲ្យថ្នាក់ដឹកនាំទាំងអស់គិតសង្រួមដូចគ្នាថារឿងព្រំដែនគឺជារឿងអាយុជីវិតរបស់ជាតិនិន្នាការនយោបាយណាក៏ដោយគឺយើងគិតធ្វើយ៉ាងម៉េចឲ្យបានដីទាំងអស់នេះពីថៃមកវិញសូម្បីតែ1មីលីម៉ែត្រហើយដរាបណាមួងណារ៉េតនៅមានដង្ហើមដកទេខ្ញុំនឹងនៅតស៊ូមតិឲ្យដឹងទៅតុលាការយុតិធធអន្តរជាតិតុលាការព្រហ្មទណ្ឌអន្តរជាតិឬក៏យន្តការកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសហ្នឹងរហូតតតែដាច់ខ្យល់